រាប់បាតប្រសង100អង្គហើយអាមិនបានជារាប់បាតប្រសងអ្នកខ្លះឆ្ងល់ថាចុះបើគង់តែដួសចង្ហាន់មកឆាន់ដដែលចាំមិនទៅដាក់ក្នុងបាតនំទៅយូរអីមិនដួសដាក់ចានមកម្ដងទៅអាត្មាថាបើវិញចង់ដដែលមិនបាច់ដួសមកនំយូរមុនលោកទៅឆាន់នេះជាក្រានម្ដងទៅស្រួលរាប់បាតអត់ប្របាក់ទេបើលោកមាន100បាតមកទៅ100ដែរអង្គណាស្ពាយបាត2ទេណាញោមអញ្ចឹងរាប់បាតបើលោកមានប្រមាណបាតប៉ុណ្ណឹងមានអីប្របាក់រាប់មិនបាច់ចាំទៅរាប់ក៏បានដែរចាំសួរទៅគេអ្នកណាទៅរាប់មុនគេដឹងមកប្រាប់ផ្សាយតគ្នាទៅដឹងចំនួនបាត់ប៉ុន្តែអ្វីដែលយើងធ្វើនេះបើប្រសងគុំនៅមួយកន្លែងហើយយើងដើរប្រគេនដើរដាក់អានឹងគេហៅថារាប់បាតហើយបើសិនជាយើងនៅតែមួយកន្លែងលោកអ្នកនិមន្តដើរវិញគេហៅថាលោកគោចរបិណ្ឌបាតហើយអាមិនបានបិណ្ឌបាតថាតួនាទីអ្នកកាន់ពុទ្ធសាសនាតាំងពីដើមមកព្រះអង្គត្រាស់ដឹងឡើងឲ្យនិស័យថាឲ្យនិស័យដល់ភិក្ខុសង្ឃថាបណ្ឌយាលោកពភោចនាំងនិសាយបពជាតថតេជីវជីវាំងឧស្សាហោករណីយោអ្នកបួសហើយត្រូវតែអាស្រ័យបិណ្ឌបាតដរាបដល់អស់មួយជីវិតគឺស្វែងរកចំណីអាហារដែលកើតឡើងដោយកម្លាំងស្មងគឺត្រូវដើរបិណ្ឌបាតទោះបីណែឯងកូនស្ដេចកូននាម៉ឺនមន្ត្រីសេដ្ឋីកហបតីកដុំពីប្រធានរដ្ឋប្រមុខរដ្ឋក៏ដោយតួនាទីកតបកិច្ចរបស់អ្នកបួសត្រូវតែបិណ្ឌបាតលើកលែងតែមានពុទ្ធបរិស័ទជ្រះថ្លាធ្វើចង្ហាន់ប្រគេនសង្ឃភ័តនិមន្តនៈភ័តចឹងទៅមិនបាច់បិណ្ឌក៏បានដែរបើមានគេប្រគេនចង្ហាន់បើគ្មានទេត្រូវតែបិណ្ឌបាតឆាន់ខ្លួនឯងមិនត្រូវទៅដកទៅស្ទុំទៅកាប់ទៅកោះទៅភ្ជួររស់យកអង្គមកឆាន់ខ្លួនឯងនោះទេម្ល៉េះហើយកូនស្ដេចក៏ដោយសេដ្ឋីក៏ដោយតែបួសហើយត្រូវតែទៅបិណ្ឌនេះចេះអញ្ចឹងហើយបានជាព្រះពុទ្ធជាបរមគ្រូព្រះអង្គទៅប្រោសប្របីដាហ្នឹងគឺឪពុកណាញោមដល់ទៅព្រះអង្គយាងបិណ្ឌបាតភិក្ខុសង្ឃចោមរោមយ៉ាងច្រើនតាមក្រោយព្រះបាទសធោតនៈជាឪពុកនឹងខ្ញាល់ខឹងថាធ្វើមើលតែខ្លួនជាស្ដេចនឹងចិញ្ចឹមកូនមួយមិនរស់ចាំបាច់ដើរសុំទានគេហើយសម្លឹងមើលទៅថាកូននឹងសុំទានគេហើយអញ្ចឹងបន្ទោសថាមើលទៅឪពុកចិញ្ចឹមមិនរស់ឲ្យកូនដើរសុំទានគេបានប្រពុតបញ្យលប្រាប់ថាជានិស័យរបស់អ្នកបួសជាពិសេសកតបកិច្ចរបស់ប្រពុតតាំងទៅពីបុរាណមកតែងតែធ្វើអញ្ចឹងណាញោមរួចយើងហៅពាក្យមួយទៀតថាប្រោសសត្វនឹងមានន័យថាមិនមែនសត្វងាប់ឲ្យទៅប្រោសឲ្យរស់ទេមានន័យថាចែកបន់ដល់ញោមតាមផ្ទះញោមរវល់ទៅលក់ដូររកទទួលទានអត់សូវមានពេលជួលរោងជួលមីក្រូធ្វើបន់អត់សូវមានពេលទៅវត្តម្ល៉េះហើយបើសិនជាបានលោកនិមន្តមកដល់ក្បែរផ្ទះហើយដាក់ចង្ហាន់លោកទៅបានឧទ្ទិសកុសលដល់មេត្តាបិតាផងបានសន្សំបុណ្យខ្លួនឯងផងអញ្ចឹងបានគេហៅថាប្រោសសត្វទៅជួយចែកបុណ្យដល់មនុស្សនៅតាមផ្ទះឯណោះហើយបើយើងអត់បានទៅគ្នាអត់បានធ្វើបុណ្យគ្នាអត់បានទៅវត្តគេលោកថ្ងៃណាមួយស្លាប់ព្រោះទៅមិនទៅដោយសារអត់បុណ្យហើយបើចាំចាស់ចាំទៅវត្តចាំចាស់ចាំកាន់សិលហើយមិនតាន់ចាស់ផងក៏លោកតែស្លាប់ទាំងក្មេងទៅមិនទៅដោយសារអត់បុណ្យអញ្ចឹងមុននឹងគ្នាស្លាប់ទៅឲ្យគ្នាបានបុណ្យខ្លះបានគេប្រើពាក្យមួយម៉ាត់ថាប្រោសសត្វដែលជ្រាបសេចក្តីនេះទៅសុទ្ធោធនៈដែលខ្ញាល់នឹងកូនទៅដើរបិណ្ឌបាតឥឡូវលែងខ្ញាល់បែរទៅជាដាក់បាតគេដែរបានជាព្រះអង្គទៅប្រោសប្របីដាហ្នឹងតែឲ្យប្របីដាចេះដាក់បាតហើយចេះស្ដាប់ធម៌ទៀតឧទ្ទិសដល់មេត្តាបិតាសំដូចពាក្យក្នុងពុទ្ធសាសនាមួយកន្លែងដែលលោកសម្ដែងថាបត្តពរានុភាវេនៈមេត្តាបិតាប្រមុញ្ចរេព្រោះហេតុនោះបានជាមេត្តានិងបិតារមែងរួចចាក់ទីដ៏ថោកទាបដោយអនុភាពនៃបាយដែលកូនដាក់ក្នុងបាតអញ្ចឹងបើសំណួរថាហេតុអីបានជាធ្វើបុណ្យឧទ្ទិសឲ្យម៉ែឪចាំបាច់ដាក់បាតមកពីបល័យលោកថាអញ្ចឹងថាបត្តពរានុភាវេនៈមេត្តាបិតាប្រមុញ្ចរេព្រោះហេតុនោះបានជាមេត្តាបិតារមែងរួចចាក់ទីដ៏ថោកទាបទៅកាន់ទីខ្ពង់ខ្ពស់ដោយអនុភាពដែលបាយដែលកូនដាក់បាតហ្នឹងបានជាកូននិយមធ្វើបុណ្យឧទ្ទិសជូនមេត្តាបិតាដោយនិមន្តព្រះសង្ឃមកបិណ្ឌបាតឬក៏ដាក់បាតឬក៏រាប់បាតនឹងឯងអញ្ចឹងអានឹងរឿងដាក់បាតសេចក្តីជ្រះថ្លាអ្នកដាក់បាតនេះបានបុណ្យច្រើនបុរាណថាបុណ្យវាមាន4បុណ្យដេកបុណ្យដើរបុណ្យក្បែរជាដើរបុណ្យលើផ្ទះ
บนเด็กบนไอบนดาวบนไอบนขบายจะดาวบนไอบนเลือบเตี้ยบนไอบนเด็กโดยจะกิจลองสลาไปจอกใส่มากิจធ្វើពី3យប់គ្រប់ពី3ថ្ងៃមានអាយ៉ៃកុនលខោនលបាញ់លបាំឆាយយ៉ាំឡាំជាកេស្រែកហោហេពី3យប់ហើយបើយើងទៅហើយមកហើយទៅវាស្ទះផ្លូវដេកតែម្ដងវិចប្រវិចទៅសម្រានឲ្យតលចប់បនសមកគេហៅថាទៅដេកដើម្បីធ្វើបនអានឹងបនដេកខ្លះនៅឆ្ងាយពេកអញ្ចឹងទៅវិចប្រវិចមកដេកដែរដល់តែបនដើរដូចជាគេដើរហែកឋិនហែនៀបបួសហែសពហែផ្កាមកចំហៀនសិតតបានបនទាំងអស់អ្នកទៅចូលរួមហែសពហែអីហ្នឹងណាអាហ្នឹងគេហៅបនដើរហើយចុះបនក្បែរជាដើរនោះបនអីបុរាណថាបនដេកបនដើរបនក្បែរជាដើរហ្នឹងបនរាប់មិនអស់បនក្បែរជាដើរបនអីគេដាក់បាតលោកនិមន្តមកដល់ក្បែរជាដើរផ្ទះហើយចាំបាច់ទៅស្វែងរកបនឯណាហើយមិនបានជាថារាប់មិនអស់ធ្វើបនកក្រឹកកក្រាក់ជួនកាលខាតមិនមែនខាតលុយទេខាតបនកក្រឹកកក្រាក់ខ្លាំងពេកជួនកាលគេហៅម្ចាស់បនភ្នែក3ណាអាត្មាធ្លាប់ដែរតាម្ចាស់បនមានភ្នែកសមានភ្នែកក្រហមមានភ្នែកខ្មៅដែលម្ចាស់បនភ្នែកក្រហមហ្នឹងមិនងាយហៅមកចូលក្នុងរោងទេអង្គុយតែក្បែរចុងភៅទេហើយម្ចាស់បនភ្នែកសហ្នឹងអាត្មាហ្នឹងញយហើយអាភ្នែកសហ្នឹងតម្រូវបបរ6ខ្ទះស្រាប់តែមនុស្សមកឡើង8ខ្ទះហើយនៅតែអត់ក្រាន់ទៀតចង់ធ្វើមកខ្សឹបថាអត់ក្រាន់ទេមនុស្សមកថែមទៀតហើយបើចង់អត់ក្រាន់នេះថែមប្រហែលខ្ទះទៀតចង់ថែមអាចារ្យមកកេះអស់ធូបទៀតហើយនៅអស់ហើយអញ្ចឹងថែមទៀតអញ្ចឹងអត់មានស្ទាបកប៉ៅមុខបន្តិចស្ទាបកប៉ៅក្រោយបន្តិចបានលុយហុចទៅណែចុងនិយាយណាមកថាណែនិយាយតាមមកខាងនោះគាត់ខ្វះទឹកសុទ្ធសុំពី3កេះទៀតអត់ក្រាន់ទៀតទេលោកទៅនេះលោកទៅនោះស្ទាបចុះស្ទាបឡើងឯនោះមកប្រាប់សុំមលូស្លាបន្តិចឯនោះខ្វះទៀតណាបើអញ្ចឹងឲ្យចិនគេកត់ណាចិត្តភ័យឯងបនហើយជាពាក់គេវ័នកអានឹងភ្នែកកាន់អសហើយបើថាហែកឋិនវិញតម្រូវភ្ញៀវនឹង5ឡាន10ឡានហើយទៅជិះមិនទាន់អស់គ្នាទៀតភ្នែកកាន់អសឯងគ្រុំវុនឡងចង់រឿងជាពាក់គេហ្នឹងអានឹងគេហៅថាភ្នែកសមកពីរឿងភ័យអញ្ចេះអ្វីវាលើសគម្រោងប្រាប់ភ្ញៀវតែ100នាក់ស្រាប់តែភ្ញៀវមកដល់200នាក់អញ្ចឹងណាប៉ុន្តែម្ចាស់បនមួយទៀតភ្នែកខ្មៅអាភ្នែកខ្មៅហ្នឹងយូរធ្វើបនម្ដងកុំខ្វល់កុំគិតអាញឹមឲ្យស្រស់សប្បាយមើលទៅភ្នែកថ្លាឲ្យឆ្វង់ខ្មៅឲ្យងីងអីចាំម្ចាស់បនហ្នឹងភ្នែកសឲ្យភ្នែកខ្មៅមើលទៅខ្មៅទាំងអស់ណានៅក្នុងមលុបចឹងមើលទៅឃើញខ្មៅទាំងអស់ដូច្នេះអាបនធំហ្នឹងជួនកាលតែភ្នែកសទៅវាមិនសូវដែរហើយជួនកាលកម្រងគិតតែឯងយកជ្រូកប្រមាណវាយកគោប្រមាណវាយកត្រីប្រមាណគិតកំងលិចកំងកើតទៅជួនកាលវាពិបាកបានគេថាដាក់បាតនេះមកវែកមកស្លាបព្រានេះតក់ពេញបំពង់អត់សោកស្ដាយអត់អាឡោះអាឡៃអត់ក្តៅកាហាយអត់ស្ដាយក្រោយម្លោះហើយធ្វើឲ្យយើងបានបុណ្យនឹងខ្លាំងធ្វើឲ្យយើងបានបុណ្យច្រើនដោយសារយើងអត់ស្ដាយក្រោយណាញោមហ្នឹងហើយគេហៅថាបុណ្យក្បែរជាដើរបុណ្យរាប់មិនអស់ហើយចំណែកបុណ្យមួយទៀតបុណ្យលើផ្ទះញោមណាដឹងបុណ្យអីគេលើផ្ទះបុណ្យកតញ្ញូចាំម៉ែចាំឪព្រះលើផ្ទះអានឹងបុណ្យខ្លាំងនឹងបានបុណ្យដូចធ្វើជាមួយព្រះមែនតែនអញ្ចឹងឥឡូវយើងក្នុងថ្ងៃនេះគេហៅថាបុណ្យនឹងឯងបុណ្យក្បែរជាដើរគឺនិមន្តប្រសង់គោចរបិណ្ឌបាតហើយបានបុណ្យបានអានិសង្សយ៉ាងម៉េចថាបានខ្លាំងណាស់និយាយពីម៉ែឪស្លាប់ទៅហើយកូនធ្វើបុណ្យដាក់បាតនឹងនិទានពីឧត្តរាជូនញោមបន្តិចនាងឧត្តរាក្រម្ដាយស្លាប់បាត់ហើយស្ដាប់លោកទេសនាខ្លួនឯងអត់មានលុយធ្វើបុណ្យសោះស្រាប់តែលោកទេសនាទៅនាងយល់ថាអូការធ្វើបុណ្យហ្នឹងមានអាធ្វើដោយសារអស់លុយក៏មានអាធ្វើបុណ្យអត់អស់លុយក៏មានអញ្ចឹងបុណ្យទាំងអស់មាន10វិធីណាញោមមាន10របៀបមានអាបុណ្យអស់លុយក៏មានអាបុណ្យមិនអស់លុយក៏មានអញ្ចឹងអាត្មារៀបរាប់ឲ្យញោមស្ដាប់ញោមចាំរើសមើលទៅអាបុណ្យណាមិនអស់លុយញោមធ្វើចុះទី1ទានមយៈបុណ្យកើតពីការឲ្យទានហ្នឹងអស់ខ្លះបានចែកឲ្យគេទី2សីលមយៈបុណ្យកើតពីសមាទានសិលគ្មានអស់អីមរៀលទី3ភាវនាមយៈបុណ្យកើតពីនមស្ការថ្វាយបង្គំព្រះអត់មានអស់លុយអីមរៀលហើយទី4វិអបជាយនមយៈបុណ្យកើតពីជំរាបសួរទទួលភ្ញៀវចេះក្រោកឈរចេះទទួលចេះសាពះនមស្ការលើកដៃផ្គងអញ្ជលីវន្តិកម្មបានបុណ្យដែរបុណ្យហ្នឹងក៏ឧទ្ទិសដល់ម៉ែឪបានទៀតទី
ទី5វិយាវច្ចមយៈអ្នកខ្លះមកជួយលើកជួយលីជួយសែងជួយតបជួយតែងលីសែងលើកទុកលើកដាក់លាងចានលាងឆ្នាំងលាងប៉ាន់លាងពេញចិត្តបន្លែផ្លែឈើជួយដាំជួយថ្លោជួយថ្លុកជួយហុចផុកជួយបងអំបិលបងប៊ីចេងទាំងចាស់ទាំងក្មេងជីវវិវច្ចៈអ្នកខលខ្វៃរត់តុកបំរើភៀវបំរើប្រសងបានបនដែរអត់មានអស់លុយអីមករៀលប៉ុន្តែប្រើកម្លាំងសពតម្រងអានឹងបានបនឧទ្ទិសជូនមេត្តាបិតាដែរហើយចំណែកទី6ធម្មទេសនាមយៈនិមន្តប្រសងសម្ដែងធម៌ទេសនាអញ្ជើញអាចារ្យបញ្យលធម៌អាបានបនមួយទៀតទី7ក្រនតលោកទេសយើងអង្គុយស្ដាប់នឹងក៏បានបនដែរណាញោមមើលឃើញដែរអាចឧទ្ទិសដល់មេត្តាបិតាបានទី8បតិទានមយៈបើធ្វើបនបានហើយឧទ្ទិសបនជូនមេត្តាបិតាបានបនមួយជាន់ទៀតទី9បតានមោទនេមយៈអង្គុយឈឹងស្រាប់តែគេជូនបននិយាយតើអូយខ្ញុំនេះខ្ញុំធ្វើបនខ្ញុំសុំជូនបនផងសមានមោទនេយើងសាធុទទួលយកបានបនដែរឯទី10តម្រង់ទិដ្ឋិឲ្យត្រង់បើយើងលុបភ្លើងយើងអ្នកក្តៅគ្មានណាក្តៅជំនួសទេដូច្នេះយើងធ្វើបាបយើងអ្នកបាបយើងធ្វើបនយើងអ្នកបនតម្រង់ទិដ្ឋិអញ្ចឹងឲ្យត្រង់បានបនមួយជាន់ទៀតគិតទៅបនមាន10របៀបនាងឧត្តរាស្ដាប់ធម៌យល់បើអញ្ចឹងអញទៅជួយបនគេពេលគេស្ដាប់លោកទេសនាងស្ដាប់គេពេលគេនមស្ការនាងនមស្ការគេហើយចេះតែលើកដៃបួងសួងម៉ែឲ្យបនខ្ញុំធ្វើសូមឧទ្ទិសជូនដល់ម៉ែពេលគេរាប់បាតប្រសងទៅរាប់បាតគេម៉ែអើយខ្ញុំសូមរាប់បាតប្រសងគេម៉ែសូមម៉ែទទួលយកផលបុណ្យកុសលពីកូនម្ដាយនោះកាលស្លាប់ទៅកើតជាប្រែតតែញោមនៅលើដីកំពុងតែអត់ចំណីអាហាររងទុក្ខលំបាកវេទនាស្រាប់តែកូនស្រីចូលមកស្ដាប់ធម៌ចូលមកធ្វើបន់ទានហើយរាប់បាតប្រសងគេឯងហ្នឹងស្រាប់តែឧទ្ទិសកុសលទៅឲ្យម្ដាយបានផលពីកូនហ្នឹងបានរឹតខ្លាយទៅជាទេវតាភ្លាមតែមកហើយដល់បានទៅជាទេវតាភ្លាមហ្នឹងមិនតាន់ទៅឋានសួគ៌ទេនៅខុសលេងស្រុកមនុស្សសិនហើយគិតដោយអាត្មាដែរអាត្មាគិតថាអញ្ចឹងដែរបើសិនជាបានទៅទេវតាហោះហើយប្រឆាត់យាយលេងណាណីទៅមកហើយនាងហ្នឹងបានកើតជាទេវតាភ្លាមអត់តាន់ទៅណានៅតែហោះលេងពេញតែព្រៃហោះចុះហោះឡើងទៅឃើញតបមកក្រុមកំពុងលើកមកតបនឹងតាមពិតទាហានរបស់ប្របាទបង្កលិកៈលើកមកពីច្បាំងនៅជាយដែននាងនឹងហោះចុះហោះឡើងឃើញតបមកលពឹសទៅនិមិត្តផ្លូវខ្ញុំនិមិត្តឲ្យផ្លូវឲ្យខ្លងពួកតបនឹងឃើញផ្លូវចេះតែមកតាមផ្លូវហ្នឹងអាមាត្យទឹកសັບស្ដាច់ព្រះអង្គផ្លូវនេះដែលស្គាល់ទេព្រះអង្គសង្ស័យទាំងវិញឯងព្រះអង្គកុំទៅអីព្រះអង្គហើយដូចជាមិនស្រួលទេផ្លូវនេះដូចអត់ដែលស្គាល់ហើយដូចខ្យល់ត្រជាក់មិនទេព្រះអង្គដូចលឺសំឡេងអីម្ដងមិនទេព្រះអង្គកុំទៅអីខ្លាចវិញចូលសម្រាកសិនទៅសម្រាកក្រោមដើមឈើធំមួយទេវតាហ្នឹងនៅតែលពឹសមិនទៅណាហោះចុះហោះឡើងជុំវិញដើមឈើហ្នឹងចុះមកប៉ុកនិមិត្តឲ្យឃើញភ្នែកស្រស់ពួកទាហានទាំងអស់ភ័យឆោឡោឡើងស្រែកថាហាណែជាស្អីហាខ្មោចព្រាយបិសាចចុងលងបន្លាចខ្ញុំមែនទេនាងថាខ្ញុំពីមុនមកជាមនុស្សខ្ញុំមិនដែលបានធ្វើបុណ្យធ្វើទានសោះខ្ញុំស្លាប់មកកើតជាប្រែតខ្ញុំមានកូនមួយគេជ្រះថ្លានឹងពុទ្ធសាសនាគេធ្វើបុណ្យសន្តានគេរាប់បាត់ប្រសងតែញទៅផលមកខ្ញុំទទួលផលពីគេនឹងកើតបានជាទេវតាហើយខ្ញុំនៅសប្បាយលេងក្នុងរិទ្ធខ្ញុំហោះលេងហើយខ្ញុំនិមិត្តផ្លូវឲ្យលោកដើរថាអញ្ចឹងហើយនិមិត្តឲ្យចេញជាទឹកហើយនិមិត្តឲ្យចេញជាបាយឲ្យហូបនិយាយពីតាហ៊ានទាំងអស់ព្រឺរួនព្រឺស្បែកចម្លែកផ្លែកក្នុងចិត្តព្រោះវាមិនដែលឃើញមួយជីវិតតែមិនដែលឃើញទេព្រះជានឹងថ្វាយអង្គមទេវតានឹងភ្លាមសមាទានសិលបើអញ្ចឹងមែនខ្ញុំសូមកាន់សិល5ចាប់ពីថ្ងៃហ្នឹងទៅសមាទានសិល5រួចចប់សពគ្រប់អញ្ចឹងទៅទេវតានឹងក៏លាទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ពួកតបនឹងតដំណើរមកដល់វាំងនៅមិនស្ងៀមទេអញយករឿងនឹងទទួលព្រះសម្ពុទ្ធឲ្យដឹងសិនយករឿងនឹងទៅថ្វាយព្រះសម្ពុទ្ធថាព្រះអង្គហើយព្រះអង្គមនុស្សយើងស្លាប់ទៅកើតជាប្រែតស្រាប់តែកូនធ្វើបុណ្យរាប់បាតប្រសងឧទ្ទិសទៅបានខ្លាយជាទេវតាបានមកបង្ហាញខ្លួនផ្ទាល់គិតទៅទេវតាមានមែនប្រែតមានមែនព្រះពុទ្ធយល់ថាមនុស្សនៅតែមិនទាន់ជឿនៅតែអង្គឺគេអារឿងទេវតាមានមែនប្រែតមានមែនឯអត់ហ្នឹងព្រះអង្គនិមិត្តឲ្យឃើញពេលហ្នឹងតែម្ដងកំពុងតែសម្ដែងធម៌ស្រាប់តែនិមិត្តឲ្យឃើញមនុស្សឃើញទេវតាឃើញមនុស្សឃើញប្រែតឃើញមនុស្សញោមមកក៏លេចទៅពួកប្រែតមកវងប្រែតខ្សឹបគ្នានោះចៅខ្ញុំមួយថានោះចៅខ្ញុំនោះកូនខ្ញុំហើយទេវតាមកដែរនោះកូនខ្ញុំនេះចៅខ្ញុំអស់ចាណាស់មនុស្សចាប់ផ្ដើមផ្អើលជឿធ្វើបុណ្យកក្រឹកក្រែងចាប់តាំងពីពេលនោះមកញោមញាតិពុទ្ធបរិស័ទនេះកាលសម័យព្រះអង្គគង់នៅអញ្ចឹងរឿងនេះលើកឡើងថាដោយសារកូនបានធ្វើបុណ្យដាក់បាតម៉ែឪរួចចាក់ទីដ៏ថោកទាបសំដោយពាក្យថាមេត្តាបិតារមែងរួចចាក់ទីដ៏ថោកទាបដោយអានុភាពនៃបាយដែលកូនដាក់ក្នុងបាតនឹងមែនម្យ៉ាងវិញទៀតយើងអ្នកដាក់បាត
រមែងបានបនខ្លួនយើងនាងឧបរីញោមមកគេឲ្យចាំផ្ទះឲ្យគេឈ្នួលបំរើចាំផ្ទះឲ្យគេស្រាប់តែនៅឃើញលោកមកបិណ្ឌបាតយកបាយមួយចានទៅដាក់បាតប្រសង់មានអីអានិសង្ឃតែប៉ុណ្ណេះនាងនឹងមិនទៅអបាយភូមិអស់មកចន្លោះប្រពុតណាញោមមើលឃើញណាអញ្ចឹងនាងស្រីម្នាក់ទៀតកំពុងតែបុកល្ងហូបស្រាប់តែឃើញលោកមកបិណ្ឌបាតនាងជ្រះថ្លាមិនដឹងយកអីទៅដាក់យកល្ងនោះទៅដាក់អានិសង្ឃនាងនេះបានកើតក្នុងឋានសួគ៌ជាទេវធីតាជួបនៅព្រះសិរីបុត្រសួរថានាងមកកើតជាទេវធីតានេះដោយសារបុណ្យអីនាងថាអង្កាលនៅជាមនុស្សឃើញលោកបិណ្ឌបាតយកល្ងទៅដាក់បាតចូលក្នុងបាតទៅបានមកកើតប៉ុណ្ណឹងនិយាយពីស្រីអភ័ព្វម្នាក់ទៀតឪពុកម្ដាយស្លាប់ចោលអស់ខ្លួននៅកំព្រាហើយក៏នឹកឃើញកំសត់ណាស់អត់ទ្រព្យសម្បត្តិដើរសុំទានគេដើរសុំទានគេបានហូបថ្ងៃខ្លះបានថ្ងៃខ្លះអត់ថ្ងៃមួយសុំបានបាយក្តាំងម្ដុំស្រាប់តែឃើញព្រះមហាកាសបៈលោកនិមន្តបិណ្ឌបាតនាងជ្រះថ្លាបង្អោនចិត្តយកបាយក្តាំងនោះទៅដាក់បាតព្រះកាសបៈដោយសេចក្តីជ្រះថ្លារបស់នាងបានទៅកើតក្នុងឋានសួគ៌អស់កាលដ៏យូរដែរញោមមើលឃើញដែរអានឹងយើងបានបន់ខ្លួនយើងអញ្ចឹងហើយនិយាយពីចិត្តកហបតីមកកាន់សំណាក់ព្រះអង្គកាលព្រះអង្គគង់នៅណាញោមដាក់អាទេស500មកអីវ៉ាន់នឹង500អាទេសថ្វាយព្រះអង្គរួចហើយនៅសម្រាននៅនឹងផ្ទុំនៅនឹងស្ដាប់ដេកសម្រាននៅនឹងដើម្បីស្ដាប់ធម៌នៅអស់មួយខែមួយខែស្ដាប់ធម៌ជ្រះថ្លាចូលចិត្តហើយដល់ទៅលាត្រឡប់ទៅវិញញោមលាត្រឡប់ទៅវិញថ្វាយអង្គមលាព្រះអង្គទៅអាទេស500ដែលថ្វាយព្រះអង្គអីវ៉ាន់អស់ហើយបោទៅវិញអាទេសទៅទេប៉ុន្តែអ្នកស្រុកគេជ្រះថ្លានឹងគាត់ចេះតែដាក់អ្នកខ្លះឧបមាទៅចុះអ្នកខ្លះដាក់ដូងអ្នកខ្លះដាក់ខ្នោតអ្នកខ្លះដាក់ខ្នោអ្នកខ្លះដាក់អីដាក់ចុះដាក់ឡើងអាទេសទាំង500នឹងពេញតែដែរទៅផ្ទះវិញពេញមកក៏ពេញទៅវិញក៏ពេញយើងខ្លះជួនកាលពេញដែរមកស្រាក់ពេញទៅវិញស្រាក់ពេញដែរមកថងពេញយើងកាលទៅវិញថងពេញដែរប៉ុន្តែចិត្តកហបតីនេះជួនមិនមែនអញ្ចឹងទេគឺអាទេស500នឹងពេញហើយទៅវិញពេញមែនទៅបាត់ព្រះអានន្តឆ្ងល់ហ្មងហើយមនុស្សនឹងអាមិនទៅណាក៏គេដាក់ពេញអាទេសអញ្ចឹងទៅថ្វាយអង្គមព្រះសួគ៌បបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គឆ្ងល់ណាស់ចិត្តកហបតីមកកាន់សំណាក់ព្រះអង្គអស់មួយខែត្រឹមអីវ៉ាន់500អាទេសថ្វាយព្រះអង្គអស់ហើយព្រះអង្គឲ្យឥឡូវត្រឡប់ទៅវិញគេដាក់អីវ៉ាន់ឲ្យគាត់500អាទេសពេញវិញដដែលខ្ញុំព្រះអង្គឆ្ងល់ព្រះអង្គឲ្យចុះបើគាត់ទៅកាន់សំណាក់ដតីកន្លែងដតីគេប្រគេនគេថ្វាយជូនគាត់អញ្ចឹងដែរឬក៏មិនព្រះអង្គឬក៏គេបូជាគាត់ទៅពេលគាត់មករកព្រះអង្គនឹងទេបានប្រពុតសម្ដែងប្រាប់ថាអនន្តកុំឆ្ងល់អានិសង្ឃអ្នកមានសទ្ធានិងមានសិលនេះទៅប្រទេសណាទៅស្រុកណាទៅខេត្តណានិគមណាកន្លែងណាក៏ដោយតែងតែគេបូជាគាត់អញ្ចឹងជានិច្ចគាត់ទៅរកស៊ីស្រុកណាក៏មិនខាតដែរពីព្រោះអានិសង្ឃរបស់អ្នកមានសទ្ធានិងមានសិលដែលគាត់ខំកសាងសន្សំទុកតាំងពីដើមមកព្រះអង្គក៏ទ្រង់សម្ដែងគាថាសិទ្ធោសីលេនសម្បណ្ណោយៈសោភគៈសម្មាបិតោយ៉ាងប្រទេសសង្ឃតិតតថតថេវពោជិតោដាក់បានអីអត់ឃើញឲ្យថ្មឹងស្មានស្ដាប់បានបល័យទាំងអស់មានន័យថាអ្នកណាមានសទ្ធានិងមានសិលបុគ្គលនេះទៅទីកន្លែងណាគេគោរពគេបូជាគេស្រឡាញ់ជានិច្ចទៅប្រទេសណាស្រុកណានិគមណាគេតែងគោរពគេតែងបូជាគាត់តែអញ្ចឹងមកពីអានិសង្ឃពីជាតិមុនគាត់បានកសាងបុណ្យទានដាក់បាតប្រសងទំនុកបំរុងចាស់ព្រឹទ្ធាចារ្យអ្នកកំសត់ទុរគតគាត់ចេះចែករំលែកឲ្យទានគាត់ស្លាប់ពីនោះទៅកើតក្នុងឋានសួគ៌គ្រឿងសក្ការៈយុពីឋានសួគ៌នឹងមកកើតជាមនុស្សបានជាសេដ្ឋីសម័យមួយដើរទៅព្រៃឃើញភិក្ខុសង្ឃបិណ្ឌបាតទៀតហើយគាត់ក៏លពើសួរនិគុណម្ចាស់បានចង្ហាន់អីអត់នោះលោកធ្វើមិនដឹងនិគុណម្ចាស់បានចង្ហាន់អីអត់បើញោមមានបុណ្យអាត្មាបានឥឡូវហើយយាយបានចង្ហាន់អីអត់បើញោមមានបុណ្យអាត្មាបានឥឡូវថាអញ្ចឹងគាត់សង្ស័យទៅបើកបាតមើលទៅទេងាកមើលថ្ងៃចិត្តត្រង់វឹងហ្មងនិគុណម្ចាស់ចាំនៅតំណឹងសិនរត់វឹងទៅដល់ផ្ទះសួរប្រពន្ធឯងមានបាយអត់មាននេះបាយទុកសម្រាប់បងមានតាដួសបាយនឹងចេញមកក៏លេចឃើញលោកឯនេះបិណ្ឌបាតដែររៀបចំដាក់បាតនៅឯស្រុកឯនេះផងហើយយកបាយមួយផ្នែកទៅដាក់ឯក្នុងព្រៃឯនោះទៀតគាត់តែងទំនុកបំរុងប្រសងចាស់ព្រឹទ្ធាចារ្យមួយជាតិរបស់គាត់នឹងរហូតអ្នកក្រៃអ្នកក្រកំសត់ឲ្យតែគាត់ឃើញគាត់តែងអាណិតគាត់តែងជួយអានិសង្ឃយ៉ាងនឹងហើយបានជាគាត់អស់អាយុទៅគាត់ទៅកើតក្នុងឋានសួគ៌ដល់តែចុះពីឋានសួគ៌មកកើតជាចិត្តការបដីនេះគាត់ទៅណាក៏មានបុណ្យគាត់តាមជួយដែរទៅរកចំនួនជួញប្រែអីក៏នៅតែសុខក៏នៅតែចម្រើនអញ្ចឹងដែរនេះអានិសង្ឃសម្រាប់ខ្លួនយើងយកមើលឃើញដែរអញ្ចឹងហើយឥឡូវរឿងមួយទៀតអ្នកដាក់បាតប៉ុន្តែមិនមែនបាយយើងទេអានឹងបានបុណ្យតែម៉េច
អូប្រមាថាស្អែកគេដាក់បាតឲ្យយើងមកបើអ្នកមានមីមានអីរបស់ខ្លួនយើងអាហ្នឹងមិនឆ្ងល់ទេឲ្យចុះបាយម្ចាស់ប៉ុនសោះឲ្យយើងអ្នកយកទៅដាក់អាហ្នឹងបានដែរអត់បបាទច័ន្ទបញ្ជូតដែលកើតជាស្ដេចមានឫទ្ធិអំណាចខ្លាំងមានកម្លាំងខ្លាំងហ្នឹងពីជាតិមុនហ្នឹងឯងអ្នកជួយយកបាយគេទៅដាក់ប្រសងអញ្ចឹងសេដ្ឋីជួបលោកនៅក្នុងព្រៃដូចគ្នាអញ្ចឹងមកដល់ផ្ទះដួសបាយវឹកប្រើអ្នកបម្រើនេះលោកចិត្តដាច់បាយលោកបានអត់បានទេយកទៅប្រគិនលោកបន្តិចឲ្យលឿនឡើងឯនោះរត់វឹងរត់មកទំហឹងទៅដល់ដេគុណម្ចាស់ខ្ញុំកណាដាក់ចង្ហាន់នេះមិនមែនបាយខ្ញុំទេចង្ហាន់របស់គេទេអញ្ចឹងខ្ញុំព្រះអង្គសូមប្រាថ្នាឲ្យព្រះអង្គសម្រេចធម៌អីឲ្យបានសម្រេចធម៌នឹងដែរហើយអញ្ចឹងទៅព្រះរាជានៃព្រះបច្ចេកពុទ្ធក៏លោកឲ្យពរថាសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចអានិសង្សប៉ុណ្ណេះណាញោមកើតក្នុងឋានសួគ៌អស់កាលយូរដល់ចុះមកជាមនុស្សនេះមានឫទ្ធិមានអំណាចមានកម្លាំងខ្លាំងបានជាស្ដេចហើយកម្លាំងខ្លាំងណាស់អាយុវែងសុខភាពល្អមិនងាយឈឺទៀតដោយសារអកម្លាំងប្រឹងជួយប៉ុនគេហ្នឹងញោមមើលឃើញណាអញ្ចឹងបាយគេមែនប៉ុន្តែយើងអ្នកប្រើកម្លាំងក៏នៅតែបានប៉ុនដែរបើដូច្នេះហើយរឿងបិណ្ឌបាតមានប្រយោជន៍ញោមបិណ្ឌបាតមកព្រឹកស្អែក100អង្គស្មើដើរធ្វើបុណ្យមួយឆ្នាំជឿឲ្យកុំជឿមិនដឹងទេចាំមើលណាព្រោះលោក100អង្គហ្នឹងដឹងមកពីណាទេអង្គខ្លះមានស្រុកកំណើតនៅព្រៃវែងស្ទឹងត្រែងកំពង់ចាមព្រៃក្តាមទលេបិទអង្គខ្លះនៅពោធិ៍សាត់បាត់ដំបងហើយបើសិនជាបញ្ជូនលោកឲ្យទៅតាមវត្តលោកវិញហើយយើងដើរប្រគេនតាមវត្តតម្រាំគ្រប់100ហ្នឹងមួយឆ្នាំហ្នឹងហើយឥឡូវដល់ឲ្យលោកមកតែមកកន្លែងផ្ទះយើងមិនដឹងមកពីស្រុកណាទេយើងធ្វើបន់តែមកព្រឹកស្មើបានធ្វើ100វត្តឬក៏100កន្លែងណាញោមឃើញទេហើយជំនាញមានអស់លោកទៅដងលោកសមាធិលោកវិបស្សនាលោកអាចារ្យបល័យអីយើងដាក់តែម្ដងហ្នឹងបានគ្រប់ជំនាញអញ្ចឹងបានបន់អានិសង្សច្រើនបន់ទី1ហៅថាបន់ដាក់បាតប្រសង100អង្គសន្មតថាចប់ប៉ុណ្ណេះស្លេះប៉ុណ្ណឹងឈានចូលមកដល់100ថ្ងៃម្ដងហើយអាម៉េចបានជាធ្វើ100ថ្ងៃអាម៉េចបានជាធ្វើ100ថ្ងៃថាវាមិនដឹងអាម៉េចឃើញគេធ្វើចេះធ្វើតាមទៅបើអ្នកស្រុកគេធ្វើអញ្ចឹងដែរឃើញគេធ្វើបើឯងមិនធ្វើវាមិនកើតអាហ្នឹងរឿងពិតអញ្ចឹងឃើញតែគេធ្វើដែរហើយចុះអាម៉េចបាននិមន្តលោកទេសឃើញតែបនគេមុនលោកទេសដែរអញ្ចឹងអាត្មានិទានឲ្យញោមផ្លែកតិចបន្តិចណាញោមឥឡូវសួរមតិញោមសិនញោមស្ដាប់តទៀតឬអត់តែបើស្ដាប់តទៀតនិទានតទៀតបើមិនស្ដាប់ទេមិនចប់ប៉ុណ្ណេះយ៉ែកែងលោកកពើវារះកាពះវាលមូលមិនអីទេអកកេះអកកដងអកកំប៉ុងអកដបអកកានក៏គេមិនតាន់រៀបហើយដែរអញ្ចឹងបបក៏គេប្រហែលមិនតាន់ខ្លោចដែរណាបន្តិចទៅទៀតក៏បាននិទានឲ្យញោមស្ដាប់ឲ្យប្លែកបន្តិចមនុស្សយើងទៅរស់ហើយត្រូវតែស្លាប់តែកើតហើយត្រូវតែស្លាប់រួចមានប្រមាណលានអ្នកស្លាប់ប៉ុណ្ណឹងណាញោមតែដល់និយាយអញ្ចឹងគួរឲ្យភ័យដែរណាមនុស្សយើងជួនកាលអាយុ8 9ស្លាប់ហើយញោមខ្លះពាក់កដាលហើយខ្សែហាហើយបើអញ្ចឹងយើងនៅតែពាក់កដាលទៀតដល់ថ្ងៃស្លាប់ដែរអាត្មាឃើញរូបមួយគេដាក់ថាសុទ្ធតែឆ្អឹងខ្មោចហើយគេដាក់ភ្លើងឆេះឆ្អឹងខ្មោចគេកំពុងដុតហើយគេដាក់ថាមិនបាច់ណែមិនបាច់ឈ្នាននេះមិនបាច់ចំណែនមិនបាច់ស្អប់ខ្ញុំទេមិនបាច់ឈ្នាននេះខ្ញុំទេមិនបាច់ចំណែនខ្ញុំទេខ្ញុំគង់តែរលាយរូបខ្លួនឯងទេមិនបាច់ចាប់កំហុសខ្ញុំទេព្រោះខ្ញុំនឹងវាខុសតាំងពីកើតមករហូតអញ្ចឹងគិតសពមើលទៅមិនបាច់ចាំចង់ឈ្នះយើងទេយើងវាចាញ់បាត់ហើយទីបំផុតចាញ់គេគង់គេដុតចោលខំថែខំតំលាបប្រេងលាបម្សៅលាបថ្នាំហូបបាយដោះកែលតិចទៀតគេដុតចោលឆេះខ្ទេចអស់ដល់គិតមើលទៅគួរឲ្យសង្វេគខ្លួនដែរណាញោមបើយើងគិតដល់ថ្ងៃស្លាប់ដល់តែស្លាប់ទៅហើយមនុស្សយើងអ្នកនៅរស់ធ្វើបុណ្យ3យ៉ាងធ្វើបុណ្យ3យ៉ាងបុណ្យទី1ហៅថាបុណ្យជាបណកិច្ចបុណ្យទី2ហៅថាបុណ្យមរណៈសង្គ្រោះបុណ្យទី3ហៅថាបុណ្យតក្កិណានុបទានអានឹង100ថ្ងៃវានៅក្នុងតក្កិណានុបទាននៅក្នុងបុណ្យទី3បុណ្យទី1ជាបណកិច្ចទី2មរណៈសង្គ្រោះទី3តក្កិណានុបទានប៉ុណ្ណឹងចេះចង់និយាយឲ្យញោមស្ដាប់ផ្លាច់តិចហ្នឹងត្រង់ថាវិធីរៀបចំសពពិធីអ្នកនៅរស់ធ្វើបុណ្យជូនអ្នកស្លាប់លើពិភពលោកយើងនេះមានច្រើនរបៀបបើយើងគិតដោយខ្លីមាន4របៀបទី1គេហៅជាបណកិច្ចការទុកដាក់សាកសពឲ្យតាមសមគួរដល់ប្រពៃណីហ្នឹងគឺមាន4 1គេយកទៅចោលក្នុងព្រៃ2គេយកទៅបោះក្នុងទឹក3គេយកទៅកប់ក្នុងដី4ដុតដោយភ្លើងនិយាយពីចោលក្នុងព្រៃញោមប្រទេសអេស្គីមូបើម៉ែឪស្លាប់ទៅហើយគេអត់បាច់ធ្វើបុណ្យ7ថ្ងៃ100ថ្ងៃអីច្រើនដូចយើងទេគេយកខ្មោចហ្នឹងទៅដាក់លើភ្នំតកកសែងយកឡើងទៅលើភ្នំតកកដាក់ទៅលើភ្នំហើយទៅគេថាម៉ែឪគេបានឋានសួគ៌ហើយ
chẳng chia tầm niệm tầm lọt con cái bạn thì bắt chỉ môi mẹ ơi cái chẳng đá ởจะ slap cái đã đượcตะกอnơiประเทศแอฟริกาเนาะវិញជនជាតិមួយចំនួនម៉ែឪស្លាប់ទៅនាំគ្នារំតែហ្មងរំសបាយណាស់សោសែងសពមកដាក់ក្រងដើមឈើរំគេថាជូនដំណើរគាត់ឲ្យបានសុខសបាយគាត់ផុតទុក្ខហើយចុះបើមានក្មេងកើតមកគេអង្គុយយំអ្នកខ្លះមិនយំក៏អង្គុយធ្វើមុខកញើដាក់គ្នាចឹងដែរហើយមិនបានធ្វើចឹងគេថានាំទុកមកទីរាយមួយយ៉ាងដែរជនជាតិខ្លះទៀតឃើញយើងហូបត្រីអាំងគេអង្គុយសោតគេថាស៊ីខ្មោចជនជាតិខ្លះស្លាប់ហើយគេយកទៅចោលក្នុងព្រៃចោលក្នុងព្រៃជាប់នៅក្នុងធម៌ដោយលោកសោតអចិរង្វត្តយ៉ាងកាយយោរូបរាងកាយនេះទៅវិញ្ញាណដោះដៃព្រឹសឆត់ធូរគ្មានខ្លឹមសារគេយកទៅចោលក្នុងព្រៃឲ្យដេកសង្កត់លើផែនដីអត់មានប្រយោជន៍ប៉ុន្តែបើយើងគិតមកសម័យឥឡូវណាញោមក្នុងធម៌ប្រៀបថាយកទៅចោលក្នុងព្រៃដោយមិនកត់អស់រកប្រយោជន៍គ្មានប៉ុន្តែបើយើងគិតមកសម័យឥឡូវនេះបើគិតជាមួយអស់ស្លាប់ទៅគេកាត់កងយកទៅដាក់លក់នៅឯផ្សារមានគេទិញណាញោមប៉ុន្តែមនុស្សយើងបើស្លាប់ទៅកាត់កងយកទៅលក់ឯផ្សារប្រហែលជាគេមិនទិញទេស្រួមគេរត់ជាន់គ្នាទៀតណាញោមហើយបើញោមណាចង់សាកចង់ភ្នាល់អីស្លាប់ទៅកាត់កងយកទៅដាក់លក់សាមើលគីឡូមានគេទិញអាត្មាសុំចាញ់ណាជនជាតិខ្លះយកទៅចោលក្នុងព្រៃដោយប្រទេសឥណ្ឌាពីសម័យដើមគេចោលពីពេញព្រៃឥឡូវនេះគេមានកន្លែងចោលញោមមើលពីឆ្ងាយទៅដូចឡដូចប្រាសាទអញ្ចឹងទៅដល់អើតមើលសត្វតខ្មោចរាប់រយរាប់ពាន់យកទៅចោលនៅមានទល់សប្តាហ៍ថ្ងៃនឹងមានកន្លែងចោលខ្មោចនឹងថាជនជាតិខ្លះទៀតយកទៅចោលក្នុងព្រៃសង្ឃឹមថាបើសិនជាសត្វមកស៊ីម៉ែឪគេអានឹងបានម៉ែឪគេបានឋានសួគ៌ណែគេជឿប្លែកចឹងនៅម៉ុងហ្គូលីទីបេភាគខាងជើងគេជឿទៅលើសត្វស៊ីរហូតសពថ្ងៃនេះគេជឿទៅលើថ្មាតគេមានថ្មាតគេនឹងច្រើនណាញោមសាកសពគេដឹកពីគ្រប់ខេត្តមកអាចារ្យភ្លុកគេហៅដុំដេកាន់កបិតប៉ាំងតោកាប់សាកសពឲ្យថ្មាតស៊ីប្រសងទីបេបាំងស្គូលហើយគេកាប់ដាក់ឲ្យថ្មាតស៊ីបើថ្មាតមកស៊ីម៉ែឪគេនិយាយពីគេគេថាម៉ែគេបានឋានសួគ៌ឪគេបានឋានសួគ៌ហើយថ្មាតនឹងវាតម្រង់ជួមកស៊ីហើយដល់ស៊ីហើយទៅគេរត់ទៅមើលលាក្បាលថ្មាតវាចោះរុនប៉ុណ្ណាអាចារ្យគេទាយថាប្រហែលថ្ងៃទៀតគាត់កាត់គាត់ចោលគាត់កើតវិញគាត់ចាប់ជាតិវិញហើយជំនឿនឹងនៅមានទល់សពថ្ងៃយល់មើលគេដែរនឹងអ្នកនៅរស់ប្រព្រឹត្តទៅដើម្បីអ្នកស្លាប់នឹងជនជាតិផ្សេងនេះវិធីយកទៅចោលក្នុងព្រៃពិធីមួយទៀតបដែតក្នុងទឹកមានអតិពលក្នុងសង្គមខ្មែរដែរមកពីប្រាំមីឥណ្ឌាកាលពីសម័យហ្វូណនចេនឡាខ្មែរយើងបើមានមនុស្សស្លាប់ហើយគេដុតគេរូលហើយគេកើបផេះកើបខ្ជុំកើបឆ្អឹងដាក់ក្នុងកោតមាសកោតប្រាក់យកទៅទម្លាក់ក្នុងស្ទឹងក្នុងបឹងក្នុងទន្លេហើយអ្នកក្រអត់មានកោតមាសគេកើបដាក់ក្អមឆ្នាំងដីយកទៅទម្លាក់ក្នុងទឹកនឹងចោលដែរញោមហើយយកទៅទម្លាក់ចោលហើយនៅតែមានទល់ហូហែអ្នកខ្លះសប្តាហ៍ថ្ងៃក៏នៅមានជឿបន្តិចដែរជនជាតិឥណ្ឌាជាង 3000 ឆ្នាំហើយនៅតែជំនឿឲ្យយកទៅចោលក្នុងទឹកហ្នឹងអាត្មាទៅមើលទន្លេមួយដែលល្បីជាងគេយើងហៅទន្លេកុងគាដែលហូរចេញពីភ្នំហិមាល័យឬភ្នំអេវរ៉េសឬហៅភ្នំហេមពៀនមានទន្លេទាំងអស់500ទន្លេហូរនៅលើភ្នំហ្នឹងមានស្រះធំ8ហើយមានប្រភេទសត្វល្មូននិងសត្វស្លាបធំចម្លែកសំបីភ្នំវង្កត់គិរីបរពតក្នុងរឿងវេសន្តរក៏នៅក្នុងដែរគិរីវង្កត់បរពតសំបីភ្នំកន្ធមាត្រជាសម្បុកនៃបច្ចេកពុទ្ធក៏នៅលើហ្នឹងដែរសពថ្ងៃភ្នំហ្នឹងនៅក្នុងភាគខាងជើងនៃប្រទេសឥណ្ឌាគេឲ្យឈ្មោះថាខេត្តហិមាជលប្រទេសញោមមកឲ្យទន្លេហ្នឹងអាដើមទន្លេវាហូរចេញពីថ្មជនជាតិប្រាំមីឥណ្ឌាហ្នឹងជឿថាទឹកទន្លេហ្នឹងនាំម៉ែគេទៅឋានសួគ៌ឲ្យតែម៉ែឪគេស្លាប់គេដឹកយកទៅដុតរលទម្លាក់ក្នុងទឹកហ្នឹងគេថាម៉ែគេទៅឋានសួគ៌ហើយរាល់ថ្ងៃនេះមនុស្សនៅចិត្តនៅឆ្ងាយពីដើមគេកើបឆ្អឹងយកទៅឥឡូវគេរុំញោមគេរុំកណាត់ក្រហមបើស្លាប់ហើយគេរុំកណាត់ក្រហមចងដាក់លើតបូលឡានហើយដឹកដោយអាដែលយើងដឹកកូនឈូកចឹងហើយអត់មានផ្អើលគ្នាអីទេអ្នកជិះជាមួយអត់មានផ្អើលអីមិនតិចអត់មានខ្លាចមកដល់មាត់ទន្លេហ្នឹងតថ្លៃគ្នាជាមួយអាចារ្យភ្លុកត្រូវស្រាយហុចឲ្យអាចារ្យភ្លុកហ្នឹងដុតរលបន្តិចទម្លាក់ក្នុងទឹកហើយដល់តែទម្លាក់ក្នុងទឹកចឹងទៅតែទៅគេថាម៉ែគេទៅឋានសួគ៌ហើយអានឹងអ្នកដែលឆ្ងាយហើយនិយាយពីអាត្មាទៅមើលទីក្រុងចាស់ឈ្មោះទីក្រុងពីរាណសីដែលធ្លាប់ឮតែក្នុងល្ខោនណាតែដល់គេហៅទីក្រុងវ៉ារ៉ាណស៊ីអ្នកខ្លះហៅទីក្រុងបេណារ៉េសមានសំណង់ចាស់បុរាណយ៉ាងច្រើនមានទីប្រឆាជាង80ទីប្រឆាភ្លើងឆេះមកយកទល់ភ្លឺមានសន្តាគារធំគេហៅថាសន្តាគារចាំស្លាប់អ្នកណាអ្នកមានម៉ែឪគេទាំងហើមបន្តិចគេទៅកក់បន្ទប់ដាក់ហើយប្រងព្រាតដើម្បីស្លាប់ទៅវាចិត្តផ្លូវទៅឋានសួគ៌ហើយចឹងបន្ទប់គេនៅសល់ចន្លោះទំនេរច្រើនដែរតាញោមណាចង់កក់អីបាន
ប្រាប់តាមអាត្មាមកអាត្មាទៅកក់ឲ្យក៏អត់ហើយអ្នកក្រដេកនឹងមាត់ទឹកនឹងរដូវប្រណែលអាត្មាទៅម៉ោង3ម៉ោង4ដើរសឹងតែជន់ដេកជាមួយគូក៏សួរគេថាគេដេកធ្វើអីគេថាគេដេកចាំស្លាប់ហ៎ហើយមិនចង់គេដឹងថាជីវិតគេនឹងខ្លាចមិនទៀងស្លាប់ជាវាចិត្តផ្លូវទៅឋានសួគ៌ស្លាប់ទៅគេទាញជើងទៅបន្តិចទៅឋានសួគ៌ហើយម្យ៉ាងនិយាយពីអ្នកស្រុកដែលមានមនុស្សស្លាប់ហើយគេហែសពមកគេស្រែកទៅហឹងពេញផ្លូវញោមអាចារ្យភ្លុកនៅពីមុខគេស្រែកមុនអ្នកហែទាំងអស់ស្រែកសន្ធាប់តាមអ្នកសែងមុខគេស្រែកថារាមនាមសច្ចហេអ្នកសែងទាំងអស់គេស្រែកថាហេរាមនាមសច្ចហេហេគេថាឈ្មោះអ្នកស្លាប់នឹងបានទៅឋានសួគ៌ពិតមែនទេពិតមែនសច្ចៈហេសច្ចៈនឹងប្រែថាពិតដល់មកហើយសលេងគេមិនមែនសលេងខ្សោកដោយអាត្មាអញ្ចឹងអីញោមមកសលេងគេមានខោសាក់គេមានធនិតគេមានអីនោះរាមនាមសច្ចហេឲ្យទៅហឹងពេញតាមផ្លូវមកដល់ទៅគេឲ្យអាចារ្យភ្លុកដុតរូនតិចគេតម្លាក់ទឹកគេថាទៅឋានសួគ៌ហើយមតិស្រាវជ្រាវញោមហើយកម្រះឆ្អឹងមនុស្សនៅនឹងបាតទលេហ្នឹងគេចោលជាងពី 3000 ឆ្នាំហើយកម្រះប្រហែលជាង2ម៉ែត្រតែម្ដុំពីរៀនអស័យហ្នឹងហើយខ្មោចមិនដែលពីមុខពីក្រោយកតិចផេះកតិចខ្ជុំមាននិយាយខ្លះគាត់ទៅជាមួយអាទឹកហ្នឹងទុកលុបមុខព្រោះឃើញជនជាតិឥណ្ឌាគេងូតទឹកនឹងលាងបាបគាត់យកមកលុបមុខដើម្បីឲ្យមុខគាត់វាអស់បាបគេដែរអាត្មាអត់ហ៊ានយកជើងប៉ះផងប៉ុន្តែអាទឹកហ្នឹងគេបូមធ្វើទឹកបរិសុទ្ធផឹកពេញទីក្រុងពរិណស័យអាត្មាបានឆាន់គេដែរពីប្រទេសខ្មែរមុនសម័យសង្គ្រាមអ្នកនៅតាមដើមរាំងដូចជាមាត់បឹងទលេសាបពេលដែលអាដៅវសាទឹកលិចមានមនុស្សស្លាប់មិនដឹងយកទៅណាបដែតចោលដែរតាខ្លះសោកនឹងប្រគៀបរាំងមានតុងទៅតោងឡើងព្រាតក៏មានដែរហើយខ្លះបដែតចោលទៅមើលឃើញតុងតោងពីមុខពីក្រោយប៉ុន្តែឥឡូវលែងមានហើយដើររមើលលែងមានហើយសាកសួរទៅក៏គេលែងមានដែរនេះជំនឿទី2កូនចៅប្រតិបត្តិពេលម៉ែឪស្លាប់ទៅចង់ឲ្យគាត់បានឋានសួគ៌យកទៅចោលក្នុងទឹកឯជំនឿទី3គឺយកទៅកប់ក្នុងដីយើងរកឃើញភ្នោបុរាណយ៉ាងច្រើនក្រិចរ៉ូមអាមេរិកកាំងបារាំងអង់គ្លេសម៉ាំមីគេបញ្ចុះបញ្ឈរគេរុំសាកសពហើយបញ្ចុះបញ្ឈរអាហ្នឹងគេហៅម៉ាំមីដុលម៉ង់គេហៅតុកថ្មគេរកថ្មឲ្យបាន3ផ្ទាំងគេលងដីហើយគេដាក់ថ្មសងខាង2ដាក់សពកដាលដាក់ថ្មមួយផ្ទាំងផ្ដេកពីលើម៉ង់ហៀគេរកថ្មមួយផ្ទាំងវែងគេដាក់ពីក្បាលតនេកខ្មោចចេញមកក្រៅពេលគេលុបដីទៅចេញថ្មចងយអាហ្នឹងខ្មោចនៅហ្នឹងពិធីកប់សមូហភាពសេដ្ឋីឬស្ដេចត្រាញ់ដែលស្លាប់ហើយគេលងដីឲ្យជ្រៅហើយគេដាក់សាកសពនៅកណ្ដាលហ្នឹងគេដាក់អ្នកបំរើអង្គុយពាត់ជុំវិញហើយគេលុបដីទៅទាំងអស់ប៉ុន្តែពិធីហ្នឹងវាខូខើពេកគេលែងឲ្យធ្វើចឹងណានៅអាស៊ីជាពិសេសចិនការកប់ក្នុងដីចិនសម័យថ្មីជំនឿផ្សេងចិនសម័យពីព្រេងជំនឿផ្សឹងចិនបុរាណគេជឿថាគេកប់ចង់ឲ្យទាន់ព្រះសិអាមេត្រីតាញោមអ្នកកាន់ពុទ្ធសាសនាចិនបុរាណតាមឯកសារគេថាកប់ឲ្យទាន់ព្រះសិអាមេត្រីដោយគេយល់ថាព្រះកស្សបៈជាសាវកពុទ្ធយើងដែលរៀបចំធ្វើសង្ឃេយនាសាសនាឲ្យលោកនិព្វាននឹងភ្នំកុកកដបាតកុកកដគិរីនោះភ្នំកពូល3វាឃុំលោកទុកនៅក្នុងភ្នំហ្នឹងហើយលោកសមាធិនៅភ្នំហ្នឹងអាភ្នំវាគៀបជាប់ទៅហើយលោកបរិនិព្វានក្នុងភ្នំហ្នឹងហើយភ្នំវាខាំងទុកឆ្អឹងនៅតសពថ្ងៃជនជាតិជប៉ុនទៅឆ្លោះមើលឃើញតាញោមញាតណាទៅឥណ្ឌាទៅឡើងភ្នំហ្នឹងទៅមានផ្លូវតូចនៅខាងលើហ្នឹងប៉ុន្តែគេហាមកុំឲ្យប្រើទឹកអប់ហើយកុំឲ្យប្រើអាថតរូបចេញភ្លើងព្រោះខ្មុំច្រើនណាស់វាចាំងភ្នែកវាថាយើងទៅដុតសបុកវាតាមតិចយើងរហូតដល់ស្លាប់ក៏មានដែរហើយអាទឹកអប់អីគេមកឲ្យប្រើអាត្មាឡើងទៅលេងមកឆ្វាច់ពីឆ្វាច់ខ្មុំមកឡំខាស់ដែរប៉ុន្តែអត់សំណាងខ្មុំអត់តិចបានគេប្រាប់តាមរួយភ័យខ្លួនហ្មងអត់ដឹងរឿងគេនិយាយជនជាតិជប៉ុនទៅឆ្លោះឃើញរូបនឹងយកមកផ្ដិតចែកគ្នាថ្វាយអង្គមលាន់ព្រះកស្សបៈហ្នឹងគេថាគេនឹងបូជាព្រះកស្សបៈនៅសាសនាព្រះសិអាមេត្រីត្រាស់ដឹងឡើងលោកទៅបូជាលើបាតដៃលោកដោយសារកម្មពៀព្រះសិអាមេត្រីធ្លាប់កើតជាមតម្រៃប្រើតម្រៃឲ្យកាន់ដៃក្តៅហើយតម្រៃនឹងគោរពម្ចាស់ក៏កាន់ទៅឲ្យគេមើលទៅឡើងឆេះអាលួយអាលៀកដៃនឹងក៏នៅតែកាន់តម្រៃនឹងកើតមកជាព្រះកស្សបៈរីឯមកតម្រៃគឺព្រះសិអាមេត្រីអញ្ចឹងហើយបានជាព្រះសិអាមេត្រីត្រូវទៅបូជាសពលើបាតដៃពេលនោះមនុស្សទៅស្ដាប់ធម៌ពេលនោះរាប់រយរាប់ពាន់ម៉ឺនសែនលានអ្នកបានសម្រេចធម៌ជាន់ខ្ពស់អញ្ចឹងជនជាតិចិនគេជឿថាភ្នំនឹងដូចភ្នោអញ្ចឹងគេកប់រងចាំព្រះសិអាមេត្រីបានជាគេកប់សពតាមគេប្រាថ្នាថាឲ្យម៉ែឪគេតន់ព្រះសិអាមេត្រីអីចេះ
ប៉ុន្តែព្រះសិអាមេត្រីផ្ដាំមកថាបើចង់ឲ្យតន់ព្រះសិអាមេត្រីមិនមែនដោយការកប់សពទេគឺខំស្ដាប់លោកទេសនាជាពិសេសរឿងប្រវត្តិកសាងបារមីនៃព្រះអង្គឯនោះវិញប៉ុន្តែចិនសម័យថ្មីគេរើសតាមក្បួនហុងស៊ុយញោមគេថាកប់ទៅកន្លែងណាវាឡើងយុះឡើងលៀបបានគេកប់តាមពិតអញ្ចេះវាមានរឿងនិទានរបស់ចិនមកបរោះម្នាក់ហ្នឹងក្រពេកម្ដាយហ្នឹងក៏ស្លាប់ទៅហើយខ្លួនឯងហ្នឹងបីខ្មោចម្ដាយរកកន្លែងកប់មិនបានទៅកប់ថ្លុកកបីដេកដល់កប់ទៅគាត់ក្រគាត់ទៅថ្វាយអង្គមខ្មោចម៉ែព្រឹកល្ងាចដាក់សំណែនសែនព្រានតាមបែបគាត់ក៏ស្រាប់តែទេវតានៅជុំវិញហ្នឹងជួយថែអាសាការពារគាត់ធ្វើឲ្យគាត់ទៅរកស៊ីមានឡើងរហូតដល់មានទ្រព្យសម្បត្តិយ៉ាងច្រើនដាច់គេមកភូមិគេឆ្ងល់គេថាគាត់នឹងពីដើមក្រទេចុះមិនគាត់ឥឡូវគាត់មានម្លេះគេតាមដានមើលឃើញតែគាត់ទៅភ្នោម៉ែគេយល់ថាអូប្រហែលជាវាកប់ម៉ែនឹងចំកន្លែងមានណាអញ្ចឹងគេពិសោធន៍គេថាឯងរស់ស៊ីមានប៉ុណ្ណឹងតែថាកប់ម៉ែនឹងធ្លុកកបីទេបើណែឯងកាយពីនឹងវាទៅដាក់លើភ្នោមកឆ្ងាយណោណែឯងនឹងមានលើនឹងទៀតហេតុតែល្ងងយកមកជឿគេកោះសពម៉ែយកដាក់លើភ្នំឆ្ងាយអត់បានទៅគោរពទៅបូជាអីអត់បានទៅអោបទៅឈ្ងោកដោះស្មៅដោះព្រៃឡើងញុក2ឆ្នាំមិនទាន់ទៅអោបផងមានឯណាទេវតាក៏លែងសូវថែអាសាគាត់ក៏រស់ស៊ីក្រវិញទៅអញ្ចឹងហើយបានជាកើតជំនឿថារឿងកប់សពនឹងកន្លែងណាមានកន្លែងណាក្រប៉ុន្តែបើតាមធម៌អានិសង្សកតញ្ញូទេកន្លែងល្អប្រប៉ុណ្ណាដោយបើកូនគ្មានធម៌កតញ្ញូមិនដែលនឹកម៉ែមិនដែលនឹកឪក៏រស់ស៊ីអត់មានដែរប៉ុន្តែបើកូននៅតែនឹកម៉ែនឹកឪនៅតែរស់ស៊ីមានអញ្ចឹងទោះបីធ្លាប់កបីក៏ដោយចេះអានឹងរឿងកប់របស់ចិនប៉ុន្តែខ្មែរយើងកប់ឲ្យមានលើកធាតុមកវិញហៅថាធ្វើបន់លើកធាតុឯជំនឿទី4ហៅថាធ្វើបន់បូជាដោយភ្លើងយកលំនាំស្ដេចចាក់យកលំនាំតាមពុទ្ធយកធាតុមកគោរពបូជាដូចយើងអញ្ចឹងតម្កល់ក្នុងកោដ្ឋក្នុងអធិធាតុនេះញោមមកបានបន់បានអានិសង្សខ្លាំងណាស់បន់នេះគេហៅថាបន់ជាបណកិច្ចគឺការទុកដាក់សាកសពម្ដាយបន់ទី2អ្នកស្រុកអ្នកភូមិដែលមកចូលរួមនេះគេហៅថាបន់មរណៈសង្គ្រោះគឺគេសង្គ្រោះដល់អ្នកស្លាប់សង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ដោយធម៌4យ៉ាងព្រោះថាគ្នាស្លាប់ឪពុកស្លាប់ម្ដាយបើអ្នកស្រុកមិនអើតមិនឈ្ងោកគ្នាមានទុក2ទុក1ម៉ែឪស្លាប់ទុក2អ្នកស្រុកមិនអើតមិនឈ្ងោកបានប្រពុតឲ្យយើងជួយគ្នាដោយធម៌4ទី1ចូលចាប់មគ្គផលទី2មកជួយនិយាយធម៌អាជួយលួងជួយលោមប្រើពាក្យសម្ដីរំលែកទុកគ្នាទី3អត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាកុំចាំតែគេជួលចេះអីក៏ជួយនឹងទៅព្រោះជីវិតនេះកើតស្លាប់ម្ដងម្នាក់ឯទី4សមានណត្តតាទម្លាក់មានអ្នកកុំប្រកាន់ថាអញមានជាងគេអញធំជាងគេអញមិនបាច់ទៅអត់ទៅឈ្ងោកអ្នកក្រីក្រអត់ទេកើតមកជាតិធាតុមួយចានរស់បានប្រមាណស្លាប់ដូចគ្នាបានលោកឲ្យមកជួយគ្នានឹងគេហៅថាបុណ្យមរណៈសង្គ្រោះអញ្ចឹងញោមញាតមកហ្នឹងបានអានិសង្សខ្លាំងណាស់ដូចយុសកលបុត្រដែលកើតមានតកូលទ្រព្យសម្បត្តិស្ដុកស្ដំហ្នឹងមកពីចូលរួមគេស្លាប់ពីជាតិមុនមកច្រើនណាញោមឲ្យតែគេស្លាប់ឲ្យតែគេមានទុកទៅជួយគេបានជាកើតឡើងសម្បូរលៀបសម្បូរយុសសម្បូរបរិវារសម្បូរទ្រព្យសម្បត្តិឯបនទី3គឺតក្ខិណានុបទានគឺកម្មវិធីផ្ញើសហុយបញ្ជូនទៅឲ្យអ្នកស្លាប់ទៅអត់បានយកមាសពេជ្រទៅទេមានតែលុយជាប់ខ្លួនគឺបនជាប់ខ្លួនតែប្រមាណប៉ុណ្ណឹងអញ្ចឹងកូនចៅគេផ្ញើសហុយទៅឲ្យតាមបែបធ្វើតក្ខិណានុបទានឲ្យគាត់បានសហុយនឹងធ្វើដំណើរទៅកើតជាមនុស្សទៅកើតជាទេវតាកាលពីថ្ងៃស្លាប់យើងធ្វើហៅថាមគ្គតកទានឬមគ្គតកផាត់បន្ទាប់មកទៀតធ្វើបន7ថ្ងៃហេតុអីបានធ្វើ7ថ្ងៃថាបានជាធ្វើ7ថ្ងៃមកពីម្ដាយឪពុកយើងក្រែងគាត់ស្លាប់ទៅនៅជាប់ជាពាក់ជាមួយកូនជាមួយដីធ្លីផ្ទះសម្បែងកន្លែងឋានទ្រព្យសម្បត្តិធ្វើឲ្យអារម្មណ៍គាត់វិលវល់គាត់អត់តន់ទៅចាប់កំណើតកើតឯណាទេគាត់កើតជានេះជានោះនៅក្បែរនឹងបណ្ដោះអាសន្ន7ថ្ងៃដល់ថ្ងៃទី7បានគាត់តកំណើតទៅមុខទៀតបានគេនាំគ្នាធ្វើបុណ្យឲ្យតនថ្ងៃទី7ហ្នឹងមកបែបទៅរឿងនេះបើចង់ឲ្យពឹសស្ដា7ថ្ងៃតែឯងនិយាយ1ម៉ោងទៅវាហើយបានបន្ទាប់មកទៀតយើងធ្វើបុណ្យ100ថ្ងៃហេតុអីបានជាធ្វើ100ថ្ងៃគេថាអ្នកណាបុណ្យខ្លាំងស្លាប់ព្រុសទៅកើតជាទេវតាមិនពេចអ្នកណាបាបខ្លាំងស្លាប់ព្រុសទៅនរកប្រែតភ្លាមហើយចុះអាបុណ្យនឹងបាបស្មើគ្នាឲ្យទៅកើតឯណាអាបុណ្យក៏ធ្វើជីគេក៏ជីធ្វើបាបក៏ធ្វើសិលខ្លះបុណ្យខ្លះបាបខ្លះជួនកាលធ្វើបាបមួយជីវិតទៅហើយស្រាប់តែដល់លពៈកដាលអាយុហើយមកកាន់សិលកាន់បានលពៈកដាលក៏ស្លាប់ទៅបើគិតមើលទៅបុណ្យហើយបាបប្រហែលគ្នាឲ្យទៅកើតឯណាញោមបើថាបុណ្យច្រើនទៅទេវតាទៅមនុស្សបាបច្រើនទៅនរកប្រែតហើយចុះបើបាបហើយបុណ្យស្មើគ្នាឲ្យទៅកើតឯណាអាហ្នឹងអាត្មាក៏មិនដឹងដែរញោមញាតស្ដាប់ធម៌យូរហើយលើកដៃសាពះហ្នឹងខ្លាចរួយដៃដាក់ចោះទៅណាញោមសំបីអាត្មាហ្នឹងក៏ចុកជើងប្រែជើងមកសាហើយបើអញ្ចឹងញោមណាចុកជើងប្រែដែរទៅចង់សណ្ដូកក៏បានចង់ភ្នែនក៏បានចង់ពលាក៏បានដែរណាញោមមិនបាច់សាពះអីយូរទេឲ្យតែស្ដាប់បានណាអញ្ចេះអ្នកណាដែលមានបុណ្យផងបាបផងប្រហែលគ្នាមិនទាន់ទៅមនុស្សមិនទាន់ទៅទេវតាចូលទៅកន្លែងផ្លឹងសិន
cho tới thằng cả lâu mưa phân là nắng miền này tha từ võ ba phải bón cứ từ căn sầm nặng dùng mà đi này tam cầm pi sạt ra mà rồi thằng ấy nâng tê vào tụt từ sâu slap tư nè nát bón hay bạc chạy mình đạch cho từ căn sầm nặng dùng mà đi xua phết dây mau pin nào lòi phăng phồng bờ sắt bàn phơi bón phơi sao lấy óc phong chăm cho nam cối chăm cho can sal viêm toàn cho nam cối phong slap mau từ pin đất mưa từ ô dây bạc trơn chiến bón từ đại khang nọ phải ta này mau pin nào đây nôm sắt bàn phơi bón này óc thà cho nam cối làng prang côn cái thôiไปใจbuồn ao lấy một toàn đòi cho nam cối sắpจะสลับเมาtừ pin đất mưa từ ô lục ta bạc trơn chiến bón từ nọให้ลูกตานี่มาวินาได้นมประสัตนี่สัตว์เนี่ยประสัตเนาะคุณไปสกอร์ประสัตนุ่งทางทำมันโอปมาtáให้เจ้าบ้านทัวร์บอลทัวร์ซัลทัวร์เตียนนี่อ่ะบ้านกันซัลมาไงกี่บอลแตกย่อมยุบtớiดัดvới nhỏ linh bởi chẳngบ้านมามองปีมองไปกรอนบาจึงอดซอกเจนtớiวิ่งtớiการได้เนาะแต่ต้องยุ่งริษะซัวจังในเปได้ซัวเฮายื่นชลอยมันรู้ยุ่งริชื่อรอนนักเมียนตามมวยกอดทัวร์บอลมาดองอยู่ไม่กอดตือพอลบอลดอลเตบดาปะอันปะพรมยุ่งริจังอ๋อสลับตะกอดสลับตะการขนมกระไรนรู้นั่งกระไรแตรในกระไรยุ่งรินั่งกิซัวไอ้กอดรอนนักมันเคยยุ่งริรอนนักเคยโอ้ลูกตาไอ้ทลอบทัวร์บอลมาดองไงเอาตือพอลมาขยมอ่ะบานขยมดังอันไตเอาตือบอลมาขยมแม่นขยมทัวร์แม่นไงนั่งเตะอนังบอลนั่งปานบอลมาเจอเจี๊ยบเคยแต่ทางบอลชนะฮะอยู่เมื่อกันนะพวกมันก็โลไปประหารคนี้นะโดนแล้วก็บานบอลมาโจรจิตค้างบอลชนะเจนมาการจิมโนเวงในเปรแต่ซัวกรุบสำนัวให้ชลอยมันรถเมียนสำนัวมุ้ยซัวโดยที่ทั้งเอาให้แต่สำนัวจองกราวสำนัวจองกราวนั่งใบใยนาชลอยรถบานมาการเว้นเนี่ยบานมาการจิมโนเตปดาให้ใบชลอยมันรถเตอดบานมาการเตตกแผ่นใดนี้เอาเนี่ยเซนมาการโปรเกตดามยังการจานนะการยังมาการนั่งเมียนกำนัดเชียงปั๊มเปอร์โรยเลียนกำนัดมาแต่ดามยังขนมมันเนี่ยนั่งนายโยมวิจัยบัณฑิตประเทศนาก็ทานจังได้เลยในอเมริกาได้กี่รอบเคยจังเตยยังมาการมวยนั่งเมียนกำนัดเชียงผมเปิดร้อยเลียนกำนัดมาแต่ดามยังการปันอดเมียนเวียดนาบานแต่ยังมวยกี่บัตรเวียดปับปรังแมนเต้นบานปีกี่หายโกนฟลูปรังแมนเต้นใบยูมาดองโดยชนะฮาวบัตรเส้นจะชลอยรุ่ยกี่อ้อยมาการบิ้งไปชลอยมันรุ่ยอ้อยในกระไรนุ่งแห่เลยอาตมาดังจำเล่าย่าโยมใบโยมนาจองดังอาตมาปรับเบอร์มันจองดังที่อาตมาก็มันบัดปรับได้ตกชลอยแต่มันในไอจองดังได้ไปจองดังเป็นอะไรกันน้องยมมาเรียกส่วนเจ้ถ้าลูกเจี๊ยเนื้อเชี่ยมนุษย์ได้คืนเตประตูได้หรืออ่ะลอยพังถ้าคืนเตประตูเมียนประมาณใส่คลาลอยทำเมียนปรำข้อไปเตประตูประองเจนบัวเมียนตะบูนในเตประตูยังเมียนปรำนั่งใส่คลาตีมวยกอนเขมรโต้กอนงาตีปีมนุษย์จ้าตีใบมนุษย์ชื่อตีบุญมนุษย์สลับตีปรำเนี่ยโตแต่ปนั่งอยู่ชลอยรู้แต่ปนังเจนรู้ใจนี่ในขนมเตประตูตะโซในประทายใบดอกให้เยยคลากดต่อวายก็สโลมาแล้วกันตีมวยกอนเขมรตีปีมนุษย์จ้าตีใบมนุษย์ชื่อตีบุญมนุษย์สลับตีปรำเนี่ยโตขยมกันนั่นตึงเอาโรยมเรียกสู้โซเอาโรสลับก็ไทยก็สโลมาแล้วจำตะโรได้โยมแต่พิจารณาทอมันเต้าชลอยมันรู้ตอนเราพิจารณาทอพิจารณาทำให้กอนเขมรโตนั่งเชียดมาปิดการนั่งอ่ะบาดจ้าโอ้ยแต่ปะตอไปจ่าเต้ชื่อเฮ้ยปะตอไปชื่อเต้สลับอันนั้นทอแล้วจนเนี่ยตู้มาไปไอโยมนาดังบานบอลยังจีนจานยังเกเนี่ยตู้เนี่ยเจ้ากุ๊กมาไปไอยี่คลาทันลุยเกยี่คลาทับไวเกยี่คลาถือบาปเนี่ยกรมปรุงมาตอนกับแรกปันไหนเราทับเวนีมาปันไหนเราทับฮอร์โมนมาปันไหนบาปปรุงมาตอนมาปันไหนสอบตือรบปอนเมตราตะข้อของใครจะเนี่ยตู้หายปันนั้นเราไปจานเมตราเป็ดโดยรุ่นดาวใครในแต่พรามเมตราในกันแต่พรามเมตราจวบรุ่นฉบับรถตักเวนีปรุงมาตอนทั้งคือสัลพรามกันแต่สัลพรามมาจวบให้ก็มาจำนวนข้อพรามปากกาติดอัดคลายชนิดโตเต้นะโยมองค์การสหประชาชาติกิสไวยูโรเมืองครบประเทศกิโลเคยกันนั่งกิท่านเนี่ยปรากฏศาสนาสัลพรามเนี่ยกันแต่สัลพรามมีมาจวบให้ก็จำนวนข้อพรามปากกานี่ขดาวบานครบฉบับครบประเทศอัดเตะฉบับรถตักเวนีกรมปรุงตอนนั้นก็อัดไตรได้จังเนี่ยตัวสำหรับเราใครเมาปีดักสัลปรามกันสัลปรามเอาแต่ชอบจำนวนข้อปรามปากกากรมทัวร์ที่อัดใครจะเนี่ยตัวรู้เตะให้ยกแต่ย้อนเนี่ยตัวมาวิริชัยมาไปดักสัลปรามมาตั้งอ๋อจนเมียนปานาเมียนอัตเนียเมียนกาเมในขนมนั่งมาไปดักสัลปรามด่าการสัลปรามมาชอบอะไรจังไอ้บานเชียจากรุบวัดนั่งแต่นอมคณีสมาธิสัลปรามชีพิเศษเรียบเวจิงฮันในโกนใจสมาธิสัลปรามเรียบตือพอเอาสมาธิสัลปรามเรียบจำเริญเปรียบรันเอาสมาธิสัลปรามพวกต้องเอาโกนนั่งคลายเตยจีเนี่ยโตให้ดอลลาร์เป็นชลายไตรปนังจังมาการเป็นเขาจะบอกปนังให้ชลายมันไตรตีกิโยตนา
គេឃុំទុកអត់តឲ្យទៅកើតអត់ឲ្យទៅចាប់កំណើតហើយឃុំទុកឃុំដល់ថ្ងៃណាដល់ថ្ងៃទី100ច្បាប់រដ្ឋធម្មនុញ្ញស្រុកនរោនោះស្រុកយមរាជនោះគេមានច្បាប់ពិសេសមួយគេថាណែឯងតាំងពីស្លាប់មកចូលសំណាក់យើង100ថ្ងៃហើយឥឡូវដល់ថ្ងៃទី100នេះណែឯងនឹងធូរស្បើយបានមួយថ្ងៃពីព្រោះតាំងពីយើងស្លាប់ទៅបើតាំងពីចូលកន្លែងនរោអត់មានក្រាអូខេកាហ្វេកាទៀវទេដឹងតែរងទុករាល់ថ្ងៃអត់មានសម្រាប់ប៉ុន្តែគេអនុគ្រោះឲ្យមួយថ្ងៃទី100ហ្នឹងគេថាយមបបាលលើយនាំគាត់ចេញទៅគាត់គ្រប់100ថ្ងៃហើយបើមានកូនចៅណាធ្វើបុណ្យឲ្យគាត់ទទួលយកផលបុណ្យនោះទៅកើតជាមនុស្សទៅកើតជាទេវតាវិញចុះតែបើគ្មានកូនចៅណាធ្វើបុណ្យឲ្យគាត់ទេឲ្យគាត់មករងទុកនៅទីនេះបន្តទៀតតទៅអស់កម្មមិនចាចឹងហើយបានជាយើងសិក្សាឃើញតែនឹងនាំគ្នាធ្វើបុណ្យឲ្យតណាថ្ងៃទី100ហ្នឹងឲ្យឈ្មោះហៅថាបុណ្យ100ថ្ងៃបុណ្យ100ថ្ងៃហ្នឹងអញ្ចឹងប្រវត្តិសំណួរសួរខាងដើមតើហេតុអីបានធ្វើបុណ្យ100ថ្ងៃហ្នឹងចម្លើយឆ្លើយចប់នឹង100ថ្ងៃនៅតែហ្នឹងហើយនិយាយខ្លះក៏តវ៉ាទៀតដេកគុណនេះលើសទៅហើយខ្លះថាដេកគុណនេះខ្វះទៅហើយព្រោះទៀមទារស័យអាទិត្យខ្លះថាអាឡ័យទៅលើសអស់2 3ថ្ងៃខ្លះថាខ្វះ2 3ថ្ងៃបានគ្រប់100ព្រោះទៀមទារស័យអាទិត្យអាហ្នឹងអាមិនដែរលើសឬខ្វះក៏អត់បញ្ហាព្រោះយើងផ្ញើតាមទេវតាបានអាចារ្យវេហើយផ្ដាំតាមទេវតាថាទេវាគន់ថ្វានិវេតយងសូមផ្ដាំផ្ញើបុណ្យនឹងតាមទេវតាឲ្យនាំទៅប្រាប់ម៉ែឪដូនតាយើងគាត់នឹងបានទទួលកុសលផលបុណ្យសោយសម្បត្តិ10តាមសេចក្តីប្រាថ្នាពឹសស្ដាមានពឹសស្ដា7ចប់មានន័យថាវែង7ចប់ពឹសស្ដានឹងវាផ្ទុយពីសង្ខេបចំណាំមើលតែអាចារ្យណាគាត់និយាយរឿងហោហែនិយាយថាអាចារ្យនេះពឹសស្ដាល្អហើយអាចារ្យណាពី3ម៉ាត់ចប់អាចារ្យនេះនិយាយសង្ខេបអញ្ចឹងពាក្យថាពឹសស្ដានឹងបល័យថាវិទ្ធារៈវិទ្ធារៈសង្ស្ក្រឹតថាវិស្ដាឬពឹសស្ដាអានឹងមានន័យថាវែងទៅលំទៅលាយសំដៅទៅលើអភិធម្ម7កម្ពីអភិធម្ម7កម្ពីនឹងប្រពុតយកទៅសម្ដែងប្រោសប្រមេត្តានៅឋានសួគ៌នោះទៅសងគុណយកមាសពេជ្រទៅសងក៏មិនស្មើយកវិន័យយកប្រសូតទៅសម្ដែងក៏មិនស្មើបានព្រះអង្គទៅសម្ដែងអភិធម្មហ្នឹងដើម្បីសងគុណហើយយើងមិញរាប់បាតយកលំនាំតាមពេលព្រះអង្គទៅសងគុណប្របីតាឯសូត្រអភិធម្មហ្នឹងយកលំនាំប្រពុតទៅសងគុណប្រមេត្តាគឺសងគុណម្ដាយប៉ុន្តែកូនចៅមិនចេះសូត្របាននិមន្តប្រសង់មកសូត្រអភិធម្មទាំង7កម្ពីហ្នឹងចែកឲ្យម្ដាយស្ដាប់ឬឲ្យពុទ្ធបរិស័ទស្ដាប់ដើម្បីឲ្យទិសកុសលជូនទៅម្ដាយអញ្ចឹងអភិធម្ម7កម្ពីណាញោមពឹសស្ដាហ្នឹងគឺអភិធម្មមានមេធម្មសង្កណីមេវិភាំងធាតុកថាបុគ្គលៈបញ្ញត្តិកថាវត្ថុយមកៈមហាប្រឋាននឹងឲ្យធម៌ពឹសស្ដាគឺអភិធម្មហ្នឹងប៉ុន្តែបានបនដោយសារស្ដាប់ដោយគោរពបើមិនគោរពអត់បានបននេះលោកសូត្រទៅលោកយើងមកជជែកចែកមិនស្រួលកើតទៅជាចាទៅទៀតប៉ុន្តែបើស្ដាប់ដោយគោរពគ្រាន់តែឈាមជើងពីផ្ទះមកជំហានបានបនមួយអាណន់ជិះកង់ជិះម៉ូតូឡានវិលមកជុំបនមួយអាណន់ហើយអានឹងគោរពបើយើងមានការអីនិយាយពេលលោកសោកខ្សឹកគ្នាកុំឲ្យរំខានដល់គេតែរំខានដល់គេច្រើនកម្មពៀថ្លង់ផងគោផងដោយសារលោកសោតហើយយើងនិយាយរំខានបជាវទាំង500លោកកំពុងសោតអភិធម្មបជាវស្រេចជ្រាវច្រាវបជាវមេគេគាត់ថានៅឲ្យស្ងៀមកុំមកស្ដាប់លោកសោតអបជាវទាំង500វាខ្លាចមេវាជានៅស្ងៀមស្ដាប់ថានឹងធေါ်ហើយជាស្ដាប់ទៅទីបំផុតបជាវទាំង500ស្លាប់ទៅកើតឋានសួគ៌ទាំង500ជាទេវបុត្រហើយបជាវតិចទៅជាមនុស្សផងទៅកើតជាទេវបុត្រទាំងអស់ដល់តែចោះពីទេវបុត្រមកកើតជាមនុស្សទាំង500នាក់ក្នុងសម័យព្រះបានបួសទាំងអស់គ្នាបជាវមេគឺព្រះសិរីបុត្រសាវកព្រះអង្គហ្នឹងព្រះអង្គទៅសម្ដែងធម៌ប្រោសប្រមេត្តាមកសម្ដែងប្រាប់សិរីបុត្របង្រៀនកូនសិស្សទាំង500ឥឡូវនៅពៀនបាត់អស់អាលីងយើងមើលគេដែរបជាវផងស្ដាប់អភិធម្មបានបនអញ្ចឹងបានយើងនិមន្តប្រសងមកសូត្រអភិធម្ម7កម្ពីហ្នឹងយើងស្ដាប់ទៅបានបនម្យ៉ាងទៀតអ្នកធ្វើបុណ្យឧទ្ទិសជូនមេត្តាបិតាឬក៏ធ្វើជូនអ្នកស្លាប់ចូលចិត្តនិមន្តប្រសងមកពឹសស្ដាម7មេដែរនឹងវាមានរឿងនិទានអញ្ចេះប្តីប្រពន្ធ2នាក់ប្តីនឹងប្រុសប្រពន្ធនឹងស្រីរៀបការហើយคล้ายទៅជាប្តីប្រពន្ធហើយក៏ស្រឡាញ់គ្នាធម្មតាឲ្យប្រពន្ធនឹងនៅផ្ទះប្តីទៅរកចំនួនជួញប្រែបានលុយបានកាក់មកផ្ទះជួបគ្នាគេសប្បាយបដាគេទៅងូតទឹកស្រះច្រៀងសាសងគ្នាបាច់ទឹកដាក់គ្នាពេលប្រពន្ធគេច្រៀងប្តីថាមើលប្រពន្ធអញសំឡេងមួយទៅហ៊ីងវាខ្ទទឹកដូចហ៊ីងអញ្ចឹងកន្លែងប៉ុណ្ណេះដូចហ៊ីងស្រាប់តែខ្យល់កស្លាប់ប្តីទៅអារម្មណ៍វាជាប់ថាហ៊ីងវាកើតជាកូនហ៊ីងនៅស្រះនោះហើយប្រពន្ធនេះប្តីជាទីស្រឡាញ់បែកព្រាត់ប្រាស់ពីអោរាខ្សឹកខ្សួលអួលអកន្ទុកកន្ទិញជុំរៀបរាប់ពីការកំសត់យមស្វាងយមទៅវត្តថ្វាយអង្គមព្រះអរិយបុគ្គលទាំងឡាយសួរហ្មងប្តីខ្ញុំព្រះអង្គទៅកើតឯណាទៅហើយព្រះអរិយបុគ្គលទាំងឡាយមានព្រះសិរីបុត្រជាដើមដឹងថាអូដៃនាងកើតជាហ៊ីងហើយដោយសាររៀបស្លាប់ទៅអារម្មណ៍ជាប់តែហ៊ីងបើនាងមិនជឿទេតោះទៅមាត់ស្រះ
non niềng nâng tới hình nâng với squat non chương và pôn với lô tao chương và pôn về niềng nâng khơi hình lô tao chương đang tập đây men yom ban lột luôn thành niềng con hình tốt đi mình men nơi hình mà dâu tê khi cả đau à rom cho chấm pẹ mà để dạ khai thêm tích tiết khi nâng slap hình đi hay bà niềng bất chia sẻ lạnh phát đây men châu niềng thôi bon là từ cho phát đây nâng từ tôi là bon đi sau sầm bát tập niềng tạt lọt mà đào tem đang phơi mách tên nhà bài bật thô bồ nông ngọcรีบจอมระดับใบบัตรโตใบบันนงอ่ะเฮ้ยมีมนต์ประสองเนาะถอยบอลโซปืนสดาใจเขียนสดับเฮ้ยตื่นพอลบอลนั่งแต่เอาพระใดนั่งก็สลับปีหินแต่ตัวพอลบอลนั่งแต่กาวจิตเตแบบบดเนยทานซัวประปนในคอมถอยบอลย้อยดอลเอาหายุสลับแต่กาวทานซัวจิตเตแบบธิดาจูบคะแนนเนยทานซัวนอกชีพระใดชีประปนเศร้าสมบัติดับมาโยเนยน้องเตเตอจังให้บ้านกิจเชื่อท่าอ๋อถอยบอลปืนสดาบ้านบอลครั้งบ้านกินนอมนี่ถอยบอลปืนสดานั่งธรรมะเบอร์กิซัวจังสนกสมได้เชียงเบอร์ดังจังซัวไปข้างดาวแม่นะอะไรชลอยปันแน่จอไปซัวเตี้ยได้เบอร์ยี่ปีสกสมบูสอบทั้งไงแกหาสกจัดบริการกระจายไปดามพวกเชียงกัดซอกตัวรอเชียงไงนะตัวรอในพรมสะบกสกสบูใครกระจายเหรอพนมสะบกก็สกสบูแล้วสกสบูเซ้งพนมสะบกในขนมสกจัดบริสั่งปันใต้เบอร์นิยปีกรุนิยปีกรกนิยปีจิปูทวิปในขนมปลาไหลนึงเมียนจิปูทวิปคือไปพบโลกต่างมูลหนึ่งไงเนี่ยคลาถ้าจิปูทวีปคือปฏิหันเดียขนมกัมพีปฏิหันเดียแมนปันใต้วินิจฉัยมนุษย์ในเลยจิปูทวีปนึงอะไหมมนุษย์ในเลยจิปูทวีปตั้งอ้อปอปฏิปมบวนขายหรือดอกขายให้รู้นึกดอยซาเพื่อแสดงกสิกรรมให้การล้างม้าตอนลายยุคดอกปมใบชนะดอกปมมวยดอกปมใบบานเป็นกำล็อกเป็นกำมอมให้ดอกปอปฏิบวนขายดอกขายจังเอาแต่มนุษย์นาประเภทนั้นในเลือดใดสกนั้นคือจิปูทวีปตั้งอ้อไอทริปโดยตีอโมโกยินีทริปอดอกรทริปไอออดจังไงกิการล้างแต่ผมเปิดไงเป็นกำลังเป็นกำมอมไม่จังในเรือแผ่นใดยังอดเมียนเนี่ยทริปออกน้องจังทริปน้องมันแม่นในเรือสระพิภพโลกเต้คือในกระไหลโดยตีขนมลำหอเมกนี่เนี่ยมันเจี๊ยซ่าเกโรเคยเมียนพบโดยตีเช้าขนมลำหอนี่ปันกิเติมตอนดอลเกตดอลคลายปันกิโรเคยทำเมียนกำนัดโดยตีพบโดยตีในเรือพิภพโลกนี่แมนจังนะโยมจังจะปูทริปคือแผ่นพบแผ่นใดยังนางไอสมเจริญทริปนั่นวิเมนกระโรวิเมนแดนมวยแดนกระโรจังนะแดนมวยในขนมสมัยกาลปีสังคมจ้าปีโบราณแกหายจังปันใต้ไปยังกัดสอบทั้งไงนั้นแดนไอโดยเฉสาวไทยโดยเฉเวสาลัยโดยเฉไอนั้นเป็นในขนมปฏิหันดีเฮ้ยโดยเฉอัฟกานิสถานนั่นก็แรงกัตตาศิลาได้กิตเรียนกัมปีมณฑลปะกายกิตเรียนกัตตาศิลาในอัฟกานิสถานจังระบบทั้งอ้อวิสัตในเลือแผ่นได้กรณวิโดชมูโดยสารรัฐบาลปฏิเมียนสังเกตระบบประวัติศาสตร์จอลังวิโดหายจอหายลางแต่จังนะก่อนในปฏิยืงโยมเมื่อดิจิทัลนี่มาดองในลงเวงมาดองในซิมเรียบมาดองในเป็นตลอดแต่ลันยังได้ไอ้จังโยมสดับบานนี่มาโดยทั้งไงสดับบานละมอมจอบบนกศในการล้างปีบอลมาโดยทั้งไงหนึ่งรอบบาทประสองสมมาตื้อจูนดอลลาร์บาสิกาสมรัตสารพรมเตียงปปการิชนโดนตามมากองตังอ้อได้บาดใบใจทานตื้อสมมาจะตัวบ้านเศร้าสมบัติติดตามสิกระไดปัฒนาไอโกนใจมาจากเตียนประเทศบอลเล็กจังรุไซปันตรีเกลียสกาตักเล็กจังสลากระเปอร์ฮาลกูตักเล็กจังรุไซไม่ก็ไตรเกลียมสกาเมียนในตะโกนวิสโบโฮเฮียโปเปียปันแม่ได้ใส่สควอลวอดสควอลบอลสควอลเตียนในเกประมาณเต้ให้ตักเล็กจังสลากระเปอร์ฮาลกูก็จังจะได้สมัยเมียนบอลสมัยเมียนเตียนได้เคยดักปกดักไม้ดักใยดักตาเตวอดเตวาก่อสร้างเจียดศาสนาเอารุ่งเรืองเอาริจมรานรู้ในโรงจำแต่ทั้งไงสลับเตอร์เว้นกับบัดบองชั่วโมงอ๋อเตอร์โดยชนะหายเอาไว้ได้ยืงเมียนสอบทั้งไงบาสันจิมันบานทัวไอซอกกกุ้งแต่สลับเจ้าได้หนิวัยยังยูปมพดมนุษย์มารุงนี่ยังยูปมพดแต่มาโรยชนำเตี้ยบะเมียนกิทัวบนในกระไรนึงเตี้ยหมกเนี่ยสดับท้อแมนหมกจังเลยสัตว์เนี่ยทำไมตั้งอ๋อไปหมกลุกเตี้ยก็แมนหมกจังได้เนี่ยทำไมได้ไอ้เจ้าเนี่ยจะนอนนั่งเตยนาอ๋อนั่งวิตรแต่จังเชียนเนี่ยละก็ใส่ใดระบบได้ยังกระปงแต่เมียนรอทั้งไงนั่งแต่60 ชนำ70 ชนำติดเวียนเมียนมาจับเซย่อยเวียนแต่เมียนมาจับเซยังเลยจะมาจับเวียบดอยชนะหาใบใบก็แปรปรวนเมียนในท่าเนี่ยได้เหมือนได้ทัวบอลไอ้ซอกเนาะก็แบบเมียนเลือกเกประมาณ
រីthamពេកក៏ជីវិតគ្មានន័យគ្មានសបាយទីបំផុតស្លាប់ទៅតែទេរីឯអ្នកដែលគេធ្វើបន់ញឹកញាប់ជូនម៉ែឪគេក៏គ្មានឃើញក្រទៅដែរមានតែមានលើដើមបានជាលើកឡើងនេះចង់បង្ហាញនៃធម៌ទី1ថាទឹកចិត្តកូនមានធម៌កតញ្ញូទឹកចិត្តកូនមានសទ្ធាមានបញ្ញាជ្រះថ្លាហើយបើមានកតញ្ញូហើយអាចធ្វើបន់ទានទៅកើតដោយព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងថាកតញ្ញុតាប្រធានតាកតញ្ញុតាធម្មមូលាកតញ្ញុតាប្រធានតាកតញ្ញុតាយសន្យាសពបញ្ញជីវិចិតិកតញ្ញូជាឫសគល់នៃបុណ្យកុសលទាំងអស់ក្នុងលោកកតញ្ញូនឹងជាឫសគល់នៃកុសលធម៌ទាំងអស់កតញ្ញូនេះជាប្រធាននៃបារមីធម៌ដែលធ្វើឲ្យពុទ្ធបានត្រាស់ដឹងកតញ្ញូជាហេតុនាំឲ្យសម្រេចសម្បត្តិសពយ៉ាងកតញ្ញូជាហេតុនាំឲ្យសម្រេចបុណ្យដទៃបើកតញ្ញូមានហើយធ្វើបុណ្យដទៃកើតទាំងអស់ដូច្នេះកើតឡើងពីកូនមានធម៌កតញ្ញូព្រះពុទ្ធលោកសម្ដែងថាបុគ្គលរកបានដោយកម្រក្រណាស់គឺ2ពួកទី1ហៅថាបុព្វការីយបុគ្គលគឺម៉ែឪដែលបានចិញ្ចឹមទំនុកបំរុងកូនឬក៏អ្នកណាដែលមានឧបការៈមុនទី2កតញ្ញូកតវេទីបុគ្គលគឺអ្នកដែលដឹងថាគេបានចិញ្ចឹមទំនុកបំរុងហើយធ្វើតបទៅវិញអ្នកទាំងពីរនេះព្រះពុទ្ធលោកទ្រង់សម្ដែងថាជាភូមិរបស់សពបរោះហើយក៏ជាបរោះគឺជាមនុស្សគឺជាពិបាករជាងគេពិបាកក្រជាងគេពិបាកស្វែងរកហើយអាម៉េចបានថាពិបាកស្វែងរកពីព្រោះវាមានតអ្នកដែលគេធ្វើឧបការៈមុនដល់តអ្នកដឹងគុណម៉ែឪហើយធ្វើតបហ្នឹងក៏វាមិនសូវមានដល់អញ្ចឹងហើយបានថាមនុស្សច្រើនមែនមិនមែនសុទ្ធតអ្នកមានគុណធម៌ទេអញ្ចឹងបានវាពិបាករកណាឥឡូវកូនមានធម៌កតញ្ញូបុរាណលោកហៅថាកូនមិនជាយុត្តកូនមិនជាយុត្តគឺកូនមានធម៌កតញ្ញូកូននេះមិនងាយគ្រោះថ្នាក់មិនងាយមានឧបសគ្គមិនងាយស្លាប់តៃហោងដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេទៅណាមកណាតែងមានទេវតាថែរក្សាជានិច្ចគេហៅថាកូនអាយុថ្លៃកូននឹងទឹកដោះម្ដាយថ្លៃជួយហើយបានចាស់ហៅថាកូនមិនជាយុត្តកូនមិនជាយុត្តដោយសារមានធម៌កតញ្ញូដោយពាក្យព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់ថាយោមេតរੰបេតរੰវាមកចោថាមាននបោសតិទេវាបេណੰតិកច្ឆន្តិមេតាបេតិបរੰនរੰកូនប្រុសស្រីណាមានធម៌កតញ្ញូទំនុកបំរុងមេត្តាបៃតាប្រកបដោយធម៌កតញ្ញូតែប៉ុណ្ណេះទៅទីកន្លែងណាទេវតានៅទីកន្លែងនោះតាមបីបាច់តាមថែរក្សាការពារគ្រប់កន្លែងទាំងអស់ចឹងហើយបានគេចេះតែសុខអាយុវែងហ្នឹងមកពីមានទេវតាហ្នឹងថែរក្សាញោមញាតប្រហែលមិនដឹងទេក៏យ៉ាងប្រអិនណាញោមរៀបចេញទៅណាមកណាលើកដៃស្ពះរះពីលើចុះមកក្រោមហើយគ្រប់ទិសឲ្យតែរៀបចេញដំណើរស្ពះរះពីលើចុះមកក្រោមគ្រប់ទិសសកទេវរាជតែងតែធ្វើអញ្ចឹងទៅទេវតាទាំងឡាយក៏ឆ្ងល់នាតល័យទេវបុត្រឆ្ងល់ក៏សួរថាមហារាជថ្វាយអង្គមណាគេថ្វាយអង្គមចុះក្រោមហើយគ្រប់ទិសហ្នឹងបានប្រអិនលោកថាថ្វាយអង្គមកូនណាដែលមានធម៌កតញ្ញូចំពោះមេត្តាបៃតាចិញ្ចឹមទំនុកបំរុងមេត្តាបៃតាខ្ញុំថ្វាយអង្គមទៅនោះហើយដល់ប្រអិនជាស្ដេចទេវតាថ្វាយអង្គមមនុស្សដែលមានធម៌កតញ្ញូរឿងអីទេវតាកូនចៅប្រអិនមិនថ្វាយតាមអញ្ចឹងទេវតាគ្រប់កន្លែងត្រូវតែថ្វាយអង្គមតាមត្រូវតែថែអាសាត្រូវតែការពារកូនមានធម៌កតញ្ញូបើសិនជាកូនមានធម៌កតញ្ញូនឹងទៅទីកន្លែងណាមានឧបសគ្គគ្រោះថ្នាក់ទេវតានឹងមិនបានថែអាសាមុខតែប្រអិនហៅទៅកោះខ្យល់ហើយដូច្នេះហើយទេវតាប្រយ័ត្នណាស់ឲ្យតែកូនមានធម៌កតញ្ញូនឹងទៅណាតាមថែអាសាតែនឹងហើយបានគេហៅថាមនុស្សមិនជាយុត្តកូនមិនជាយុត្តបុរាណអាចារ្យលោកសំដៅទៅលើកូនណាមានធម៌6យ៉ាងទី1ញោមញាតចាំជួយរាប់អាត្មាហើយដាក់បន្ទុកខ្លួនឯងអញគ្រប់6ដែរអត់ណាបើអញមិនទាន់គ្រប់ទេអញនឹងបន្ថែមអញ្ចឹងចាំរាប់ជាមួយអាត្មាទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមមេត្តាបៃតាដោយគោរពទី3កូនណាព្យាបាលជំងឺគាត់ពេលគាត់ឈឺទី4កូនណាធ្វើបន់សពជូនគាត់ពេលគាត់ស្លាប់ទី5កូនណារៀបចំទុកដាក់សាកសពរបស់គាត់ឲ្យសមគួរតាមប្រពៃណីទី6កូនណានៅតែនឹករលឹកដល់ម្ដាយឪពុកដូនតាដែលបាក់បែកចែកឋានទៅហើយនៅតែធ្វើបន់ឧទ្ទិសទៅរឿយនេះ6យ៉ាងនេះគេហៅកូនមានធម៌កតញ្ញូគេហៅថាកូនមិនជាយុត្តហើយអាមិនទៅញោមមើលគ្រប់ដែរឬអត់នោះប្រហែលជាគ្រប់ទាំងអស់ហើយណាព្រះពុទ្ធជាម្ចាស់
ទ្រង់ត្រាស់ទុកនៅក្នុងសេកិលកៈសូត្រថាតួនាទីរបស់កូនដែលបំពេញចំពោះម៉ែឪមាន5ហតោនេសង្បរិសាមិម៉ែឪពីដើមគាត់ធ្លាប់ចិញ្ចឹមយើងឥឡូវដល់គាត់ចាស់ហើយយើងចិញ្ចឹមគាត់វិញទី2កិច្ចចាំងនេសង្ករេសាមិបើគាត់មានកិច្ចរវល់ឯណានីមួយឲ្យកូនចៅមកជួយបំពេញកិច្ចការងារគាត់មានន័យថាស្អាតផ្អាកសម្រាប់ការងារយើងសិនមកជួយម៉ែឪសិនទី3កលវង្សន្តបេសាមិប្រតិបត្តិជាអ្នកថែរក្សាពូជពងវងតកូលគាត់កុំឲ្យធ្លាក់ចោះពូជគាត់ធ្លាប់មានសិលធ្លាប់ធ្វើបន់ធ្លាប់ធ្វើទានធ្លាប់រាប់អានចាស់ទុំកុំឲ្យអត់ពីម៉ែពីឪទៅគេដៀលថ្មេះថាយីអានេះក្មួយអញដែរចៅអញដែរអត់ពីម៉ែពីឪទៅវាមិនស្គាល់វាមិនស្គាល់តាវាសោះបើដូច្នេះចាស់ហៅថាខូចពូជខូចបោឯទី4គេហៅថាទាយាជាងបដិបជាមិប្រតិបត្តិឲ្យសមគួរជាអ្នកទទួលមរតកពីគាត់នឹងកុំឲ្យចេះតែបំផ្លិចបំផ្លាញស្នាដៃកេយកម៉ែឪដែលខំបកកើតដើម្បីកូនគោរពគាត់ថែអាសាស្នាដៃរបស់គាត់ដោយសេចក្តីគោរពនេះគាត់នៅរស់តួនាទី4ដល់តួនាទីទី5ចំពោះម៉ែឪដែលស្លាប់ទៅគេថាតេខេណាំងអនុបតេសាមិលុះណាតែកូនចៅខំធ្វើបុណ្យឧទ្ទិសទៅឲ្យទៀតទើបឈ្មោះថាកូនកាន់ធរតួនាទីរបស់ខ្លួនបានត្រឹមត្រូវដោយប្រពៃនិយាយដោយខ្លីឲ្យងាយយល់ថាបើម៉ែឪនៅរស់រៀនមានជីវិតកូនចៅត្រូវជូនបាយទឹកនំចំណីត្រីសាច់សពុតសើអាវស្បៃបច្ច័យលុយកាក់ប្រាក់កាសគក់ច្បាច់អស់អញរំកិញចិត្តអានឹងគាត់នៅរស់ហើយចុះបើគាត់ស្លាប់ទៅហើយកូនចៅធ្វើបុណ្យឧទ្ទិសជូនគាត់បន្តទៅទៀតអានឹងគេហៅថាតួនាទីដោយសង្ខេបចំពោះអ្នកស្លាប់តែប៉ុណ្្នឹងឯងបានលោកសំដែងប្រាប់ថាកតញ្ញូសងគុណនិងតបគុណមានន័យខុសគ្នាបើគ្រាន់តែត្រឹមជូនបាយជូនទឹកជូននំចំណីសពុតសើអាវស្បៃបច្ច័យលុយកាក់ប្រាក់កាក់ម៉ែឪនេះនៅតែមិនតាន់ហៅថាសងគុណទេណាញោមត្រឹមតែតបគុណឡើយទេពីព្រោះគាត់បានហូបតែប្រហែលថ្ងៃហ្នឹងជួនកាលគាត់ស្លាប់ទៅនរកប្រែតក៏អត់ដឹងដែរពីព្រោះកាលពីចិញ្ចឹមកូនមកលក់ដូរបង្រត់បង្រាស់សត្វភាពទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតសត្វដទៃដើម្បីយកលុយកាក់មកចិញ្ចឹមកូនបាបបុណ្យនេះនឹងម្ដុំសិនឲ្យតែកូនអញរស់បើដូច្នេះមិនដឹងថាគាត់ធ្វើបាបអីយ៉ាងណាខ្លះសត្វខ្លះដាក់ទំនាយគាត់ក៏មិនដឹងដែរអញ្ចឹងឆ្ងាញ់មាត់តែ2 3ថ្ងៃស្រាប់តែស្លាប់ទៅនរកប្រែតរាប់លានឆ្នាំក៏មិនដឹងដែរបានប្រពុតលោកបញ្ជាក់បើត្រឹមតែជូនបាយទឹកនំចំណីមិនតាន់ហៅសងគុណទេត្រឹមតែតបឯចុះបើចង់សងគុណធ្វើម៉េចបានលោកថាមេត្តាបិតាណាពុំតាន់មានសទ្ធាកូនចៅញ៉ាំងគាត់ឲ្យមានសទ្ធាមេត្តាបិតាណាពុំតាន់មានសិលកូនចៅញ៉ាំងគាត់ឲ្យមានសិលមេត្តាបិតាណាពុំតាន់មានសីលៈចាក់កៈពុំតាន់មានចាក់កៈញ៉ាំងមេត្តាបិតាឲ្យមានចាក់កៈលះបង់ឲ្យទៀនមេត្តាបិតាណាពុំតាន់មានបញ្ញាកូនញ៉ាំងឲ្យមានបញ្ញាឡើងទៅនេះហើយហៅថាសងគុណអានឹងសទ្ធាសម្បទាសីលៈសម្បទាញោមញាតិពុទ្ធបរិស័ទហើយអាមិនបានហៅថាសងគុណពីព្រោះថាបើញ៉ាំងគាត់ឲ្យមានសទ្ធាសីលៈចក្កបញ្ញាមានន័យថាឲ្យគាត់រួចផុតពីអំពើបាបផ្សេងរាល់ជាតិមិនមែនឆ្ងាញ់តែប្រហែលថ្ងៃទេអានេះបានឆ្អែតរាល់ជាតិឆ្អែតដល់ជាតិក្រោយទៀតឆ្ងាញ់ដល់ជាតិក្រោយទៀតឲ្យគាត់កិច្ចពីនរកកិច្ចពីប្រែតទទួលយកបុណ្យកុសលជាតិនេះក៏បានចំណីអាហារបរិភោគជាតិក្រោយទៀតក៏គាត់រួចពីកម្មពៀឲ្យបានទទួលបុណ្យនេះសម្រាប់ជាស្បៀងជាទ្រព្យមរតកអញ្ចឹងបានគេថាឲ្យឆ្អែតជាតិនេះផងឆ្អែតអនាគតទៀតបានគេឲ្យកូនញ៉ាំងម៉ែឪឲ្យមានសទ្ធាឲ្យមានសីលៈឲ្យមានចក្កឲ្យមានបញ្ញាហ្នឹងហៅសងគុណញ៉ាំងរបៀបម៉េចញ៉ាំងចេះម៉ែឪចាស់ហើយឪអើយម៉ែអើយឈប់ធ្វើការងារពិបាកហ្នឹងទៅទុកឲ្យកូនឪឯងទៅវត្តចុះម៉ែឯងទៅវត្តចុះកិច្ចការងារណាត្រូវការប្រាប់កូនមកចាំកូនធ្វើជូនកូនដាក់វេនគ្នាជួយញ៉ាំងគាត់ឲ្យមានសិលបញ្ជូនគាត់ទៅវត្តហើយបើគាត់មិនទៅទេអីឯងកូនអញមកចេះបដៅអញអីឯងម៉ែអញអីមកចេះបដៅអញកុំមកចេះបដៅអញយើងដឹងថានិយាយមិនបានយើងទៅពឹងចាស់គ្នាគាត់ឲ្យជួយនិយាយនាំម៉ែខ្ញុំទៅវត្តផងនាំពុកខ្ញុំទៅវត្តផងអញ្ចឹងទៅណាហើយដល់ឲ្យគាត់មានសិលអាចដឹកគាត់ទៅវត្តក៏បានអាចនិមន្តប្រសង់មកឲ្យសិលដល់គាត់ក៏បាននេះញ៉ាំងឲ្យមានសិលញ៉ាំងឲ្យមានសទ្ធាមានសទ្ធាគឺឲ្យគាត់ស្ដាប់ធម៌ឲ្យស្ដាប់ធម៌យូរទៅគាត់មានសទ្ធារកធម៌ឲ្យគាត់ស្ដាប់ដឹកជញ្ជូនគាត់ទៅរកស្ដាប់ធម៌ទិញសភៅធម៌ឲ្យគាត់រៀនសូត្រញ៉ាំងគាត់ឲ្យមានចាក់កៈតលតែកូនចៅជូនលុយជូនកាក់គាត់ជូនរបស់របរគាត់ព្រោះគាត់ចាស់ហើយគាត់ទៅរកអីអត់បានទេ
ហើយបើសិនជាមានកូនចៅជូនលុយជូនកាក់បានដើរធ្វើបុណ្យគេប៉ុន្តែកូនចៅខ្លះជូនហើយដាក់គម្រាមតែហ្មងជូនលុយម៉ែឲ្យហាមណាកុំយកទៅធ្វើបុណ្យដើរចាយឲ្យឆ្អែតដើរទិញហូបឲ្យឆ្អែតហើយម៉ែនេះលាក់ចូលលើនេះបុណ្យនេះនោះបុណ្យនេះបុណ្យនេះនោះទៅទូរស័ព្ទចុះឡើងចំណាយដើមទុនធនធានមានបានកសាងទៅជាស្ថានថ្នូរតូបព្រះចេតិយដើម្បីជាកិច្ចគោរពរំលឹកដល់គុណព្រះមេត្តាព្រះបិតាដែលជាព្រះកន្លងរបស់ខ្លួនហើយមេត្តារស់រានមានជីវិតនៅក៏កូនចៅបំពេញកាតព្វកិច្ចក្នុងទួនាទីជាកូនល្អនេះហើយពិសេសណាស់ពិសេសថ្លៃថ្លាជាទីបំផុតដែលព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់ហៅថាជាបុគ្គលរកបានដោយកម្រមិនបានជាថារកបានដោយកម្រអ្នកដែលដឹងគុណឪពុកម្ដាយធ្វើបុណ្យជូននេះគឺកម្រមែនសពថ្ងៃកូនដែលកើតឡើងមកកូនខ្លះស្លាប់ទៅវិញវាគ្រាន់បើជាងនៅរស់ព្រោះបើសិនជាស្លាប់ទៅម៉ែកើតទុកយំតែមិនតិចបាត់យំទៅធម្មតាហើយបើនៅរស់អាចធ្វើបាបម៉ែយូរឆ្នាំកូនខ្លះបង្ហិនបង្ហោចអស់ហើយគេអាកដីធ្លីស្រែចំការលុយកាក់ប្រាក់កាសកូនខ្លះឈឺឈឺលក់ដីលក់ក្បីលក់គោយកទៅពេទ្យវាមិនរស់វាស្លាប់ទៅមុននឹងស្លាប់អស់ទ្របអាលីងទៅទៀតកូនខ្លះតាំងពីបានកូនមកម៉ែប្របាក់ចិត្តព្រឹកប្របាក់ចិត្តល្ងាចលែងស្ដីរញាតមិត្តចិត្តខាងក៏ដោយសារកូនខ្មាស់គេពេញភូមិក៏ដោយសារកូនចូលប៉ោះប៉លិសញឹកក៏ដោយសារកូនអស់លុយអស់កាក់ក៏ដោយសារកូនអស់កិត្តិយសអស់គេឈ្មោះអស់ការងារតំណែងក៏ដោយសារកូនមកសន្ធឹកដែរដូច្នេះបានជាប្រពុតនោះលោកថាវាមិនងាយរកបានទេបុគ្គលនេះរកបានដោយកម្រណាស់ដែលកូនល្អនោះលោកថាកូននឹងឯងមាន3មួយគេហៅថាអនុជាតិបុត្រ2គេហៅថាអតិជាតិបុត្រ3គេហៅថាអវជាតិបុត្រអនុជាតិបុត្រនឹងម៉ែឪកាន់ធរយ៉ាងណាកូននឹងកាន់ធរយ៉ាងហ្នឹងម៉ែឪចេះរសាសិលធ្វើទានស្រឡាញ់ញាតិមិត្តចិត្តខាងភូមិផងរបងជាមួយកូននឹងចេះដូចគ្នាអញ្ចឹងនេះគេហៅថាអនុជាតិបុត្រកូននេះកាត់តាមម៉ែតាមឪហើយមួយទៀតនោះគេហៅថាអតិជាតិបុត្រកូនប្រសើរបំផុតដឹកនាំម៉ែដឹកនាំឪឲ្យចេះធ្វើបុណ្យទៅទៀតម៉ែឪមិនតាន់ចូលសិលកូនដឹកនាំម៉ែឪឲ្យចេះកាន់សិលចេះធ្វើបុណ្យសន្តានកូននេះឯងប្រសើរវិសេសដោយបុរាណលោកពោលទុកថាខែរះឆ្លងផ្លូវកូនកើតមុនឪបានចៅពោតាឬថាខែរះឆ្លងផ្លូវកូនកើតមុនឪពោតាដើរលេងខ្លះថាខែរះឆ្លងផ្លូវកូនកើតមុនឪបានចៅពោតាកុំឲ្យទឹកលិចចុងអាស័យត្រីក្រៀមសកាដល់ទឹកលិចចុងស្លាកពើហាលគោកខែរះឆ្លងផ្លូវមានន័យថាវងតារារាប់រយពាន់ពេញមេឃាមិនអាចញ៉ាំងផ្លូវឲ្យភ្លឺទេប៉ុន្តែដួងចន្ទទ្រារះតែមួយដួងភ្លឺផ្លូវបានកូនមកសបុកសិតតែអត់មានធរកតញ្ញូសោះគ្រួសារនឹងមិនភ្លឺទេប៉ុន្តែបើមានកូនល្អតែម្នាក់លើកមុខពុកម៉ែលើកមុខគ្រួសារឲ្យភ្លឺស្រឡះវងបានដោយខែរះមកមើលផ្លូវឃើញមិនត្រឹមតែលើកពូជពងវងតកូលទេញោមឲ្យធ្វើឲ្យអ្នកស្រុកអ្នកភូមិបានមកចូលរួមបានមកស្ដាប់ធម៌អញ្ចឹងដឹកនាំមនុស្សពេញភូមិឲ្យភ្លឺបានដោយសារកូនល្អសូម្បីតែម្នាក់នេះហើយលោកហៅថាខែរះឆ្លងផ្លូវកូនកើតមុនឪកូននេះឯងរៀនសូត្រកើតក្រោយម៉ែឪទេក៏ប៉ុន្តែចេះដឹងជ្រៅជ្រះដឹកនាំម៉ែឪឲ្យធ្វើបុណ្យសន្តានមិនទាន់មានសទ្ធាសីលៈចាកៈបញ្ញាដឹកនាំម៉ែឪឲ្យមានតែនឹងហើយគេហៅថាកូនកើតមុនឪសបាយដល់យាយសបាយដល់តាកុំឲ្យបុរាណលោកពោលថាទឹកលិចចុងឫស្សីមិនក៏ត្រីក្រៀមសកាមានន័យថាកូនមានហឹកហាក់កក្រឹកកក្រាក់ប៉ុន្តែម៉ែឪនៅតែក្រគិតតែសបាយស៊ីចាយជប់លៀងតែគ្នាឯងមិនសូវយកចិត្តទុកដាក់ជាមួយម៉ែឪឯចាហើយបើជាមួយម៉ែឪរីធំបើជាមួយមិត្តភ័ក្តិប៉ាវទាំងខ្វាំងអត់ស្ដាយលុយកាក់តែលិចចង់ស្លាកពើហាលគោកសម័យមានបុណ្យមានវត្តមានអារាមមានកន្លែងទេសនាមិនដែលឃើញដឹកម៉ែដឹកឪដឹកយាយដឹកតាទៅស្ដាប់ធម៌មិនដែលឃើញធ្វើបុណ្យជូនម៉ែជូនឪនេះហើយបានជាលោកថាទឹកលិចចង់ស្លាកពើនៅតែហាលគោកកពើគឺកូនអកតញ្ញូស្លាមលូតំណាងកន្លែងបុណ្យនេះញោមមើលឃើញដែរដូច្នេះហើយបានជាថាអតិជាតិបុត្រប្រសើរបំផុតជាកូនល្អរីឯកូនទី3គេហៅថាអវជាតិបុត្រកូនអន់បំផុតកូននេះកើតឡើងមកមានធម៌4គឺស្រីស្រាលបែងពីលីសែបគប់បាបប្រមិតតែប៉ុណ្ណឹងឯង
đào lên hùa pê về lia xịt đây chơi chơi ô ấy sập bẹp giang côn này ấy cả làm mong mình chìm ra ơn tê vì nè hai khăng mai khăng từ tiết mai thôi bon sẽ đây ở mai tiết mà anh thôi bon sẽ dồn lôi nâng tình nôm ở chạy thôi rồi còn bao chiên tới bon ở tới chun lôi khơi đặt bon sẽ đây ở mai tiết và tô mai chun lôi mai tình tôi thả ở giờ tới đào chai tam xa tùm nước ở na đây tới mai nó lôi cho tới chôn bon vọt đi vọt lúc khăng mai tới đọa tu được sắp nâng tục ở ta ban lối tê tới ta chá lôi tới là sẽ đây ở mai mình ao thôi bon son tiền tiền thà dồn lôi nâng tới tình nôm ở chạy mà anh tới ban bon chiêng mai là quật bật lẹ tích từ bên thân này anh chăm anh mùi bậc pan nan đây toàn song anh phóng anh chăm côn anh thiết đây tới mà phá chân ta đây nhôm nhiệt bút thà bò là sạt từng lại côn bẹp đi cao chiết khói bẹp bị mai bị côn đây mình trôi chết mai thôi bón chiết khói từ chóm mà mai đây mình chết thôi bón đang ngày đó là cả láng xuân rốt cho mà mai cái vô tới bò thông sầm ram nâng tầm mong nhôm rồi mai đây bị ọt miên bón ọt miên chật thò nó dương bàn mai miên chật bón hay dương mình chong bán chong ai quạt mình che thôi bón bán cả anh na cột tới cho mà mai đây mình che thôi bón nó cái cái vô đặt thông sầm ram đây nhôm nhiệt bút thà bò là sạch từng lại bán được lược làng thà chỉ côn rọc bán đòi cầm ròนี่mình nghề tê nông bậc bútศาสนาdương bốc mà đai để slap bát bong chỉ vật từ hói côn trái còn nơi ruột riêng bẩm pin cả tập cả chun riêng này về miền đi tiên nơi nông sự kia là cả sâu nhom tuần này ti côn trái nắng ná ta mà nè nắng cọt đầm côn thà côn nắng thoai cung tư tầng của muôi được nông sự kia là cả sâu mình duประมาณ ta nắng có cọt slap từ ri ai côn còi pìa bọc slap từ mình che thưa bọn nó tư chun thế mà lo hỏiเป็นลำล้างจันมากรายภูมิทวายกุมแมนทวายกุมปีเล็กปีเกิดปีเชืองปีทบงปีเล็กปีเกิดปีเชืองปีทบงรอทั้งไงรอโหดทั้งไงมวยประพุทธยิงมาเป็นพระปองก็สู้มันเนียเมียนนกนายเถื่อไว้เมียนมกนังสักแต่ตักจุกโดยชนะบ่เราโนทับปองขยมปองรอบอ่านปีอภพขยมปองสลาปอยปันได้กอดประดำท่าขยมทวายกุมตื้อบ้านจิขยมนั่งมาถวายกุมตื้อตึงประมวยนั่งบ้านประปดปรับธรรมเนียลเมียนนกมันแมนโดยชนะเต้อปกเนี่ยสลับเตอร์หายเนี่ยมันบ้านถือบนมันบ้านเอากอดโฮมนมจุ่มในมันบ้านพญาบนกุศลใบตึกเอากอดโฮมใบแต่เจมาถวายกุมตื้อนายถือข้อให้ตื้อตึงประมวยนั่งเจเต้เอาปกมันอาจในไทยตอมโกนระโหดบานเต้ก็ปันไตเอาปกพดำทอประมวยยางจุ่มปูโกนบาโกนนากันทอแต่งประมวยยางนุบ้านโกนในไอ้โดยปกอัดสลับตีโดยเอาในจิมวยช่วยไทยโกนเอาจิมรานจังทอประมวยยางนุสไอเก้ทอประมวยยางนุโลกหาทากรมเอาเชลเจโอนั่งมวยก็เอาแสบกบบาประมิดนั่งมวยก็เอาดาวเลียนหัวเป็นเวลียนั่งมวยก็เอาประพฤติละใบใส่สราปีเลียพนอลคเนียนั่งมวยทอประมวยยางนี่บะโกนกันบานโดยปกมาได้อัดสลับที่ในแต่จิมวยโกนตรอบสมบัตินั่งจิมรานก็ปันแต่บะโกนแต่ประพฤติอบายมกแตงประมวยนี่หายวินนี้หันหายเอาให้บ้านปองเลือกตู้ยอมมาเอาสดับโดยจิกาเชลเจโอมันดำตำนำดำเชือดำปรีสลอสลอกอ่างไออ่างตะติงโอตะดำสกรีจีมาติตำทศไอนอมตะฮอดมาปอนปีปอนสลอมันอ๋อเธอเติมมาปอนปีปอนรอละไงกุนได้รอบใครรอบชนะรอบเลียนเนาะหอยดอลลาร์ไปออลอยหอยอดบานสมอาดเบาจุ่มเบิ้งเตะหานาไม่อดบานประจันพลกรรมการจุงงือแต่เตยระบอกเกมาฮบออลอยหอยเก็บบันนำกีมีชราชื่อเตียนหอยดอลลาร์ชื่อทัวการแรงก็ออลอยประแทมเตียนเคยบินนี่ได้หอยดอลลาร์ยังเนี่ยดำเนี่ยดอกล้วนยังประจันพลกรรมเบาสมอาดทัวจีดักเตอร์สกปรกกอละอระบอกยังไปอดเมียนจีกีมีทัวเอายังสกปรกละอซอลลอยซอลกะเตียนไอ้เนี่ยดาวเล่นหัวเป็นเวลีตัวจวนบานเชืองเจ้าตัวปงโกตมนอตัวต่อตัวชลัวต่อเตงควายกำนัดฉลองจมือเกลลุยตรอบสมบัติชลัวคนนี้ครัวธนาจราจรจราตะเปียยกจรานเจียงไงประโดยชนะปองสำแดงตู้ประมวยยางเอาสดับจอบสอบครบบานปองไปแจกโดยใครทันเจมันเนลเมียนรบตื่นตั้งประมวยกี่รอบเจตื่นตั้งประมวยกี่รอบเจตื้อคางกาวจิตตื้อเมียดดาใบดาตื้อคางทบงจิตตื้อครูอาจารย์ตื้อคางเล็กคือจิบดแพรเยียตื้อคางเชิงจิมัดสำลังตื้อคางเลอจิสามณะเปรียมตื้อคางกร้าวจิตติสกรรมก่อทวายกุมตื้อตั้งประมวยเมียนในทายอยจัดตกดักจิมวยมนุษย์ตั้งประมวยกรมนั่งตื้อคางกาวเมียดดาใบดาเฮ้ยปีดาวนั่นโยมจ้านั่งกอดเจขมิงแต่เจทาอามเวงตื้อหรืออามันดังตื้อมันดังดำบอล
อันนั้นเมียนในใหญ่แมนเมียนในทำมันสกอลรายการเชิงทบงได้นะแต่เกเจงจังดังท้าเกเจถ้าเยื่อมันดังก้นไม้มันดังก้นนั่งไงมันดังมนุษย์จุ่มเป็นโคลนจังจะนำตกใบจ้าเจถ้ามันดังตื้อมันดังน้ำบอลประหยัดอดยลมันดังตื้อแมนอะไรปองสำแดงตื้อข้างกาวจิตื้อเมียดาใบดาโลกทาแพเตาเนสังพระสามิไมในรัวทลอบจำเยื่ออะไรดอลกอดจ้าเยื่อเราจำกอดบิ่งกจังเนสังกระสามิบกอดเมียนกัจจวลไอนานิมุยโกนเจ้าเตรพระสมระกางเงียคล้วนมาช่วยกัจกากอดตีใบกอลระวังสั่งถ้าไปสามิปฏิบัติแทรสาปุยปงวงตะโกลกำเอาทีเละจ่อกอดทลอบเมียนซัลเมียนเตียนถือบอลอย่างน้าโกนถือตามตีบุญตียาจางประเดปาเชียมิปฏิบัติแทรสามรดกเกียกอได้กอดใจเอากลมกระตุลุกติดลุกตีบำบัดอนุสาวรีย์ระบบกอดไอ้นี่ไม่ในรัวจูนใบตึกนมจำในไตรสัตว์สปอตสาวเอาสบายไปใจลอยกะประกากุจะบัดออกอันรำกันจัดโดยเจ้าเบอร์ไม่สลับเตอหายเตะเขนังอนุปเตสามิเอาโกนถือบอลเตะเขนานุปเตียนตื่นแต่เอานี่เกี่ยหายทวายกุมตื่นข้างกาไอ้มันบานตื่นถือบอลเอาก็จะทวายกุมแมนแตนนังหายบานจิกเจถ้ามันดังตื่นโน่แต่ปรอมันแน่นพลือเต้นนะมองไอ้อดดังสลับเตอก็จะทวายกุมแมนตามปัดทวายกุมตื่นข้างกากิทเวอร์จังซ้อกิทเวอร์ไม่กิทาเบอร์ไม่ในรุ่นจำกอดเบอร์ไม่สลับเตอถือบอลเอาเจ้าทวายกุมตื่นข้างตะบงเรียนเมียนจำแนกไปครูนาเมาดังคนครูโน่ประกอดในรั้วช่วยตามแบบรั้วประกอดสลับสังครูตามสลับเจ้าตื่นข้างไล่บอดแผลได้ยีเบอร์ปะไดสลับเต้นในประปนเบอร์ประปนสลับเต้นในปะไดเบอร์ในรั้วสังครูตามรั้วเบอร์สลับให้ถือบอลในคณีพองนี่ทวายกุมตื่นข้างไล่เจ้าตื่นข้างเชิงมัดสำลังทลอบรอบอ่านคณีเบอร์คณีในรั้วก็ช่วยตามรั้วเบอร์คณีสลับให้ถือบอลในคณีพองเจ้าตื่นข้างเลือสามณะเปรียมพิเคราะห์สามณะองนายืนทลอบกรบพระเจ้าบรรลุสกุลให้ถือบอลในโลกพองเจ้าตื่นข้างกราวมตีสกรรมกอเนี่ยนะเด็กคณีกรอกสอบเชียงยืงยังช่วยคณีพองเบอร์ในรั้วช่วยตามรั้วเบอร์สลับให้ถือบอลในคณีพองแน่กิทวายกุมตื่นตั้งกุมมวยกิทเวอร์แจซ้อไออดดังบานจิตเตยทวายกุมแมนแตนเนี่ยนามันดังมนุษย์ประมวยครมนังให้ได้กิเจท้ามันดังตื่นนู้นนะโยมจังไงขอไปกิเจท้ามันดังตื่นไปญาติพระองค์สำแดงแบบนี้ให้บันลิทโลเจงตัวเนี่ยตีโกนไทยอาสาไม่ขนมปัตไตรใบดอกต้นละสอบไงนี่พระองค์สำแดงปรับจังโกนได้เมียนพอกัดติอยู่โบราณนาจารย์ลูกปูทาจิโกนมันจะยศโกนมันจะยศเมียนในถ้ามันงี้สลับตายห่าวโกนมันจะยศนั่นคือจีโกนได้ตัวโรจำนวนชวนบานจำนั้นโจลอัดเมียนเจนจีเรียงรอทั้งไงเตยตีกระไลน้ำบานศกจำรานกระไลนงโกนมันจะยศมันงี้กลัวธนาจราจรมันงี้สลับดอยซาเครื่องสตราเครื่องปะฮาทนำปื้ทนำปลายุทไลโยมกัดมือจ้อมนุษย์คลาสมัยซององเตวังวิตเละครอบพลางออกประมาณเนี้ยสลับรอบเมินโกนน้องอันงี้สลับเมาจะนอนใบชนำผมใบใครมาเพยทั้งไงต่อสู้ลงบ้าเกสลับไอ้ร้อนไอ้ก็มันสลับอาซอนตโรคจึงงือจึงงือไอ้เบียดเบียนเกสลับร้อนไอ้มันพร้อมสลับเมาโควิดนี่เตียนโอมิครองนี่เตียนมนุษย์สลับรอบเมินเนี่ยไอ้มันพร้อมสลับเฮ้ยมันก็มันพร้อมสลับเก้กี่สลับออกรอบเมินรอบเรียนน้อยมันเงยสลับเตะดอยซาชีโกนายโยทไลคือเกมันเงยเอาสลับเตะต่อสู้ครบจีนอนในรูปตัวละเลยเนี่ยนาเกสลับรอบเลียนเนี่ยก็อัดขวาโกนนั่งมันเงยสลับจังบานเกหายถ้าโกนมันจะยศคือโกนนายโยทไลให้ไม่บานจีโยทไลถ้าโกนเมียนพอกัตยูนั่งเทวดาไทยซาครุบกะไลเปรียบปุจจิมจ้าปองตราดังล้างปองรุมลักทาอ๋อเนี่ยเมียนพอกัตยูตื้อตีกะไลนะเทวดาในกะไลนั่งตามไทยซาโยมายปองกาเจียมหาชินุเล็กตุกเล็กสเปอร์กระดาสมดเกสลับโปรงเปรียเทวดาช่วยปองมาดอนลูกโกวินฮะยัยปีโบรอได้ส้มสลาเกตามเพลย์โดยแต่เล็กขนมสมดได้กอดดังกุนเกเอาสลากอดเอากระดาเตเกตองดังกุนตะคอนตะสลามาจะนัดนั่งถือเอาเทวดาในสมดช่วยสรองกอดมาเลือกโกบรูเรียนเมียนชีวิตปองกาจิสวรรณสามกิบันปรุนไตรปรองนังสลับให้เทวดาเจนมุกมาช่วยรัวต่อเตียดปองการจิรัตนะประจุเยะเตยจับซีได้ให้ปันได้ปองเมียนทอกัตยูเตยตรูมาตีดปองการจิสัตเซกเตยตะเก็บปรองสำลักให้เตยตรูมาตีดโอ้รูรอชีดสกสบายรอจิตปองการจิตไตรรอก็รัวปองการจิสัตกรุดก็รัวปองการเตยจิโกนโกไอตือเอาเมียดดังกุนเมียดดาเอาคลาซีจินัวโกไอตีบัมพอดเทวดาปะอันประพรมในติช่วยปองไอรัวบานปองตรักดังลานทันเนี่ยเมียนทอกัตยูนี้อายุทไลเทวดาไทยอาซาครุบกลายมันเงยสลับบ้านโลกสำแดงทายโยเมียตรังเปะตรังเวียมาเจ้าทาเมนนะเป่าสเตตีเวียเปะนั่งที่แกชันเตะเมียตาไปเตะตรังนรัง
ណាមានធေါ်កតញ្ញូនេះទៅទីកន្លែងណាទេវតានៅកន្លែងនោះស្រឡាញ់ការពារថែអាសាចូលចិត្តបើទៅរកចំនួនជួញបានចំណេញបើលក់ដូរលក់បានដាច់ហើយបើទៅធ្វើការងារមន្ត្រីរាជការឡើងលៀបឡើងយោះឡើងសាក់បើមានកូនសិតតកូនល្អបើមានចៅសិតតចៅល្អបើមានមិត្តភក្តិសិតអាល្អល្អហើយបើមានកូនភាសាចៅភាសាសុតអាល្អល្អដាក់ដំងមកនៅជាមួយតែម្ដងអីចេះហើយបើនិយាយពីគ្រូមុនគុំមហាស្នេហ៍វិញព្រះអង្គថាកតញ្ញូនេះមហាស្នេហ៍ប្រកែបំផុតពាក់ដោយមនុស្សពាក់ដោយទេវតាញោមហើយបើនិយាយពីសុភមង្គលឯនេះវិញគ្រួសារណាដឹងគុណម៉ែឪគ្រួសារហ្នឹងមានសុភមង្គលហើយបើគ្រួសារណាមិនសូវដឹងគុណម៉ែឪធ្វើឲ្យព្រះលើផ្ទះក្តៅក្រហាយរស់ស៊ីបានវែកខ្វះឆ្នាំងបានល្អីកតាំងខ្វះកជ្រែងដេបានជាងអេខ្វះឲ្យស្មុកស្លាឆ្លោះគ្នាពីរថ្ងៃវាយខ្ទេចអស់អាក្អមអាពីងទិញថ្ងៃមុនហ្នឹង4 10ថ្ងៃត្រូវគ្នាទៅទិញមកទៀត2 3ថ្ងៃទៀតឆ្លោះគ្នាវាយកំតិចកតិនកតិចកឡនឹងចោលអស់ទៀត4 10ថ្ងៃទិញមកទៀតមួយជីវិតឃើញតែឆ្លោះឲ្យវាយឲ្យទិញហ្នឹងឯងដូច្នេះមិនសុខទេហើយបើអ្នកដឹងគុណម៉ែឪចេះតែសុខចេះតែសប្បាយលោកថាសុភមង្គលក្នុងគ្រួសារទេវតាស្វែងរកមង្គលរកអស់12ឆ្នាំរកមិនឃើញព្រះអង្គរកឃើញមង្គល38ប្រការក្នុងនោះមង្គលទី11ព្រះអង្គថាមេត្តាបិតុឧបដ្ឋានំអេតមង្គលមុតមង្គគ្រួសារណាទំនុកបំរុងមេត្តាបិតាគ្រួសារនោះហើយមានសុភមង្គលលេចេខ្ញុំមើលឃើញដែរមង្គលនៅឯណាមេត្តាជាព្រះនៅលើផ្ទះមេត្តាជាព្រះព្រំមេត្តាជាគ្រូដើមមេត្តាជាទេវតាបើយើងគោរពព្រះនៅវត្តព្រះនៅឯផ្ទះវែកក្បីពោះវែកអាស័យពោះវែកតបុកលូនកាត់មុខបាក់ទេសលូនមិនរួចផងដោយសារធរកតញ្ញូនៃធរព្រំវិហារម៉ែនឹងគ្របកូននៅជាប់កុំឲ្យសត្វណាមកបៀតបៀនកូនប្រសូតឡើងហើយព្រាយកាឡាភ្លើងតាមតដើមកូននឹងស៊ីក៏យកបានដែរដោយសារព្រំវិហារធររបស់ម៉ែការពារក៏ប៉ុន្តែខូចតកូនធំទៅរត់ចេញពីជំរករបស់ម៉ែទៅជួបគ្រោះថ្នាក់បើយើងនៅតែក្រមជំរកម្ដាយឪពុកមិនងាយមានគ្រោះថ្នាក់ទេណាញោមដូច្នេះហើយប្រកែណាណែគុណទឹកដោះម្ដាយថ្លៃមានភ័យមានអសន្នអីសុខសบายស្រួលហើយបើយើងគោរពគ្រូព្រះអង្គថាមេត្តាបិតាជាគ្រូដើមដែលបង្រៀនកូនតាំងពីចេះអង្គុយចេះដេកចេះដើរអីសពបែបយ៉ាងមករហូតអញ្ចឹងហើយអ្នកគោរពព្រះកុំភ្លេចណាញោមណាព្រះអង្គសម្ដែងពីរឿងស្ត្រីម្នាក់យកចេកទៅថ្វាយព្រះនោះព្រះអង្គសួរថានាងថ្វាយព្រះឲ្យផ្ទះហើយនៅនាងនោះថាគ្មានទេផ្ទះខ្ញុំព្រះអង្គគ្មានព្រះទេព្រះអង្គថាមានណាឲ្យយកចេកត្រឡប់ទៅវិញនាងនោះយកចេកមកម៉ែចាស់ចំណាស់អញ្ចឹងហើយឃើញចេកកូនអង្គុយលាបទឹកមាត់ចេកទុំល្អណាស់លោកអើយឃ្លានប៉ុន្តែគេយួនទៅណាគេទេយួចុះយួឡើងម៉ែឃ្លានចេកប៉ុន្តែមិនហ៊ានមាត់យួចុះយួឡើងដើររកព្រះចុះព្រះនៅណាមិនក៏មិនឃើញវែកកលៀតអញ្ចឹងកលៀតស្បោងកលៀតជង្រុកឲ្យរកមិនឃើញចេកមួយល្បេះកធ្លាក់ខ្ពីម៉ែនឹកថានៅស្ងៀមជាជាងទំនេរហាមាត់សុំគេគីឡូបានម៉ែកូនអាចេកមួយហ្នឹងឲ្យម៉ែមកកូនកូនឯងយកម៉ែឯងយកទៅនេះបាក់ឲ្យម៉ែឯងយកទៅម៉ែនេះអញថាបានអញបានមែនយកមកបកខ្វោកដាក់ផ្លប់គិតទៅមកស្និតបានមួយឆ្ងាញ់អូយឆ្ងាញ់នៅប្រមាណទៀតគេយកទៅវិញហើយអាចារ្យអ៊ូចង់ថាកូនខ្លះជឿបនខ្លាំងយកទៅមហូបទាំងឆ្នាំងទៅវត្តវាឯម៉ែឪស្រែកឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាញ់ញ័រពោះញើខ្ចាយឃើញសម្លគេកូនឆ្លើយវឹងថ្កានថាមិនបានសល់ទេខ្ញុំស្លគ្រាន់តែទៅវត្តទេឪនោះថាកូនដួសកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកបាបម៉ែឪលឺតបាបលែងញៀនមាត់ម៉ែវាយើងសុខចិត្តអត់ទៅកុំឲ្យបាបគេយកទៅវត្តអស់បាននាងនឹងយកចេកទៅវត្តព្រះអង្គសួរទៀតថាម៉េចទៅនាងបានថ្វាយព្រះឯផ្ទះហើយនៅអត់មានទេរកអស់ហើយផ្ទះខ្ញុំបងអត់មានព្រះផងហើយបាត់ចេកមួយទៅណាអានឹងវាបាក់កត្រេះឲ្យម៉ែគាត់ហូបបាត់ហើយបានព្រះអង្គថាម៉ែនឹងហើយជាព្រះលើផ្ទះធ្វើបុណ្យជាមួយម៉ែនឹងបានបុណ្យប៉ុណ្ណាធ្វើបុណ្យជាមួយព្រះនៅវត្តបានបុណ្យប៉ុណ្ណាធ្វើបុណ្យជាមួយម៉ែនឹងបានបុណ្យដូចគ្នាស្មើព្រះនៅវត្តដែរព្រះអង្គបំភ្លឺអញ្ចឹងគ្រួសារណាធ្វើឲ្យព្រះនៅលើផ្ទះនេះតិចតិជុំគ្រួសារនឹងចម្រុងចម្រើនរស់ស៊ីមានបានសុខសាន្តសប្បាយប៉ុន្តែបើធ្វើឲ្យព្រះលើផ្ទះក្តៅក្រហាយព្រះអង្គរកឃើញផ្លូវវិនិច្ឆ័យ12យ៉ាងផ្លូវវិនិច្ឆ័យតកូនណាឈានជើងចូលទៅវិនិច្ឆ័យផ្លូវវិនិច្ឆ័យនឹង12យ៉ាងស្អីខ្លះមិនរាប់ទេរាប់តែផ្លូវមួយគាថាទី4ព្រះអង្គថាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យក្នុងបរាភវៈសោតឯណខ្ញុំមើលឃើញដែរអញ្ចឹងលះបងម៉ែឪចោលវិនិច្ឆ័យអញ្ចឹងហើយបានថាកូនដែលជាមហាស្នេហ៍ប្រកែបំផុតនឹងទេវតាថែអាសាខ្ញុំអត់ដឹងឯក្នុងកពីណាប្រអិនរៀបចេញដំណើរទៅណាមកណាលើកដៃសាពះរះពីលើចុះមកក្រោមរួចនាតល័យទេវបុត្រសួរថាព្រះអង្គថ្វាយអង្គមណាថាអ្នកណាដឹងគុណឪពុកដឹងគុណម្ដាយថ្វាយអង្គមនៅនោះណានាចាំម៉ែចាំឪថ្វាយអង្គមនៅនោះអញ្ចឹងប្រអិនជាស្ដេចទេវតាមកថ្វាយអង្គមយើងរឿងអីទេវតាតូចតាចជាកូនចៅប្រអិនថ្វាយអង្គមតាមដែរគោរពអញ្ចឹងហើយបានជាថាកូនមានធម៌កតញ្ញូមិនចយត់ព្រោះទេវតាតាមថែអាសា
ឥឡូវញោមញាតដឹងខ្លួនថាខ្លួនឯងនឹងជាកូនមិនជាយត់ហើយនៅដឹងថាជាកូនមានធម៌កតញ្ញូហើយនៅបើមិនដឹងទេចាំជួយរាប់អាត្មាកូនមានធម៌កតញ្ញូសំដៅទៅលើកូនណាមានធម៌6យ៉ាងហើយបើញោមមាន6យ៉ាងហ្នឹងដាក់បន្ទុកខ្លួនឯង2លានទៅណាញោមហើយបើមិនទាន់គ្រប់6ទេចាំបន្ថែមឥឡូវអាត្មារាប់ឲ្យញោមស្ដាប់កូនមិនជាយត់ជាកូនណាមានធម៌6យ៉ាងទី1កូនណាស្ដាប់ពាក្យព្រានប្រដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺម៉ែឪពេលគាត់ឈឺទី4កូនណាធ្វើបន់សពឪពុកម្ដាយពេលគាត់ស្លាប់ទី5កូនណាកសាងស្ថានធ្នប់ទៅបច្ចេកដីតម្កល់អធិធាតុអធិគុណឬក៏រកកន្លែងគួសមតម្កល់អធិធាតុអធិគុណរបស់ម៉ែឪទី6កូនណានៅតែនឹកឃើញគុណម៉ែឪចេះតែធ្វើបន់ឧទ្ទិសទៅរឿយ6យ៉ាងនេះហើយដែលហៅថាកូនមិនចយត់នោះហើយមិនទៅគ្រប់ដែរញោមហើយបើគ្រប់ហើយដាក់បន្ទុកខ្លួនឯង2លានកន្លះទៅហើយបើថាមិនទាន់គ្រប់ទេចាំបន្ថែមឥឡូវយើងឃើញថាបើគ្រប់ហើយចុះអាកន្លែងថាធ្វើតេកេណានុបទាននោះក្នុងទីនេះសំដៅដល់អីសំដៅដល់បុណ្យ100ថ្ងៃ100ថ្ងៃក៏ជាតេកេណានុបទានក្រោយពីស្លាប់ទៅគេធ្វើបុណ្យដំបូងគេហៅថាបុណ្យមរណៈសង្គ្រោះដល់អ្នកស្លាប់បុណ្យជាបណកិច្ចយកសពទៅបូជាយកទៅបញ្ចុះរួចមួយទៀតគេហៅថាបុណ្យតេកេណានុបទានគេបែងចែកឲ្យធ្វើថ្ងៃស្លាប់គេហៅថាមតកៈទានឬមតកៈភ័ព្វហើយបន្ទាប់មកគេធ្វើបុណ្យ7ថ្ងៃហេតុអីបានគេធ្វើ7ថ្ងៃខ្លាចឪពុកខ្លាចម្ដាយយើងស្លាប់ទៅអារម្មណ៍ជាប់ជំពាក់ជាមួយកូនចៅជាមួយដីធ្លីជាមួយផ្ទះសម្បែងធ្វើឲ្យកំណើតរបស់គាត់អត់ទាន់ទៅណាទេកើតបដោះអាសន្នវិលនៅ7ថ្ងៃនៅក្បែរយើងនឹងដល់ថ្ងៃទី7បានគាត់ចេញដំណើរទៅបានគេធ្វើបុណ្យឲ្យទាន់អាថ្ងៃទី7នោះគេហៅថាបុណ្យ7ថ្ងៃហើយចុះមិនបានធ្វើបុណ្យ100ថ្ងៃឪពុកម្ដាយខ្លះបុណ្យនឹងបាបស្មើគ្នាអាឡ័យរស់ស៊ីចិញ្ចឹមកូនមិនដឹងបាបអីខ្លះអ្នកខ្លះរស់ស៊ីមានកេងមានកັບមានលឹបមានខងវាយផ្ដុកគូតកំប៉ុងបតោងពលឹះភ្នែកជីងភូតគេកុហកគេម្បាត់គេមកកាក់មកចាប់មកសេនហ៊ានលក់ហ៊ានដូរបង្រត់បង្រាស់សត្វធាតុទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតគេឲ្យតកូនរស់បាបបុណ្យនៅម្ដុំសិនណាបើដូច្នេះឲ្យតម្រាំតែចិញ្ចឹមកូនរស់រៀនមានជីវិតមកដល់ប៉ុណ្ណេះម្ដាយឪពុកយើងមិនដឹងបាបអីខ្លះទេខ្លាចក្រែងលោកបាបពាក់កដាលបុណ្យពាក់កដាលស្មើគ្នាមនុស្សនេះស្លាប់ទៅមិនទាន់ចែកដាច់ឥឡូវបើថាបុណ្យខ្លាំងទៅកើតឋានសួគ៌មនុស្សទេវតាបើថាបាបទៅកំណើតអន់ហើយចុះបើសិនជាបុណ្យឲ្យបាបស្មើគ្នាមិនទាន់ចែកដាច់នៅម្ដុំសិនចូលសំណាក់យមរាជជំរះសិនយមរាជសួររនឹកបុណ្យបន្ថែមសិនបើសិនជានឹកឃើញបុណ្យបន្ថែមទៀតចេញរួចមកបានហើយបើរនឹកមិនឃើញទេឃុំទុកសិនឃុំទុកដល់ថ្ងៃណាដល់ថ្ងៃទី100ដល់ថ្ងៃទី100គេបើកសាវនាការម្ដងទៀតថាណែណាឯងស្លាប់មក100ថ្ងៃហើយបុណ្យឲ្យបាបស្មើគ្នាមិនទាន់ឲ្យទៅកើតឯណាទេឥឡូវនេះច្បាប់យើងបើកសិទ្ធឲ្យមួយថ្ងៃហោះយមបបាលនាំគ្នាទៅចេញទៅដើររមើលមើលខែងមានកូនមានចៅណាគេធ្វើបុណ្យឲ្យបើមានកូនចៅណាធ្វើបុណ្យឲ្យគាត់ទទួលយកផលបុណ្យនេះទៅកើតជាមនុស្សទៅកើតជាទេវតាវិញចុះចឹងយមបាលនាំពុកយើងនាំម្ដាយយើងចេញដើររមើលបើមានកូនចៅណាធ្វើបុណ្យឲ្យទទួលផលបុណ្យហ្នឹងឲ្យគាត់មកកើតជាមនុស្សឬទេវតាវិញហើយបើគ្មានពីណាធ្វើបុណ្យឲ្យទេយមបាលនាំទៅវិញទៅនៅសំណាក់យមរាជតរអស់កម្មតែម្ដងគេសិក្សាឃើញអញ្ចឹងគេនាំគ្នាធ្វើបុណ្យឲ្យតាន់អាថ្ងៃទី100ហ្នឹងគេហៅថាបុណ្យ100ថ្ងៃសរុបដោយខ្លីបើម៉ែឪយើងមិនទាន់បានទៅកើតឋានខ្ពង់ខ្ពស់នឹងបានទៅអាថ្ងៃទី100ហ្នឹងព្រោះយមបាលមកជួយរមើលបើកាលណាឃើញយើងធ្វើបុណ្យគាត់នាំដំណឹងទៅប្រាប់ដល់ឪពុកយើងនឹងទទួលបានអញ្ចឹងណាខ្ញុំណានេះបុណ្យ100ថ្ងៃហើយចុះឥឡូវយើងបានធ្វើហើយកុំភ្លេចអង្គ3ទី1ម្ចាស់បុណ្យរបុលយ៉ាងណាក៏ដោយត្រូវទៅចូលប្រគិនផ្ទាល់ទី2ម្ចាស់បុណ្យរបុលយ៉ាងណាក៏ដោយត្រូវទៅឧទ្ទិសផ្ទាល់ហើយទី3អ្នកស្លាប់នោះមកទទួលអនុមោទនាបើគាត់មិនដឹងទេបានអាចារ្យជួយសូត្រប្តឹងយ៉ាងកញ្ញអ៊ីមនីយាទេវតាទេវាកនថ្វានិវេទយងផ្ញើតាមទេវតាទៅទៀតអានឹងទទួលបានហើយកុំឲ្យច្រឡំថ្ងៃបុណ្យថ្ងៃផ្ដាច់សិល5មិនសោះណាញោមថ្ងៃបុណ្យគឺថ្ងៃកូនចៅត្រូវកាន់សិល5ទាំងអស់គ្នាហើយថ្ងៃបុណ្យនាំគ្នាផ្ដាច់សិល5ម៉ែឪមិនដឹងបានអីសង្ឃឹមទេណាញោមណាបើអញ្ចឹងចង់ផ្ដាច់សិល5ចង់អីចាំរួចបុណ្យសិនថ្ងៃបុណ្យហ្នឹងកូនចៅត្រូវកាន់សិលទាំងអស់គ្នាចូលមកប្រគេនចូលមកឧទ្ទិសទាំងអស់គ្នាហើយបើចង់ជប់លៀងមិត្តភក្តិអីចាំហើយបុណ្យចាំជប់លៀងបងនេះគ្រាន់តែរំលឹកឥឡូវនេះតេកេណានុបទានយើងធ្វើត្រូវឲ្យចោះមួយទៀតកន្លែងតម្កល់អធិធាតុអធិគុណញោមញាតជ្រះថ្លាកសាងស្ថានធ្នប់ទៅបច្ចេកដីស្អីទៅចេះដីយើងនិយមថាចេះដីកន្លែងតម្កល់សពកន្លែងតម្កល់ធាតុកន្លែងតម្កល់ឆ្អឹងតាមពិតនៃនេះមិនទាន់ត្រូវទេចេះដីប្រែថាកន្លែងគេគោរពបូជាចេះដីកន្លែងគេគោរពអ្នកណាគោរពបានបុណ្យអ្នកណាគោរពបានអាយុវែងបានសេចក្តីសុខអ្នកណាមិនគោរពបាបប្របាទ
បំពិសាត្រូវបានគេអាបាតជើងប្រឡាក់អំបិលលាបល្ងលាបប្រេងល្ងឆ្អើជាមួយភ្លើងអស់កគីអស់សកែតលឆ្អិនជើងស្លាប់យ៉ាងវេទនាដោយសារអីជាតិមុនដើរជន់កំរាលសង់នឹងជន់ចិត្តដីគេអាគេសម្អាតឲ្យឯងជន់ឲ្យប្រឡាក់ប្រឡូសដោយមិនមានការសុំទោសមិនមានការខ្លាចក្រែងបានជាកម្មពៀត្រូវគេអាបាតជើងចឹងញោមញាតចង់ដាច់ជើងដែរអត់ទេចេះដីនេះអត់បានទេពីជំនាន់ព្រះមានមនុស្សម្នាក់ទឿ1ម៉ែត្រជាងបន្តិចហ្នឹងញោមគេវល់ធ្វើបាបចាប់បវលដូចបាវស្រូវចឹងហើយទឿហ្នឹងមកពីអីជាតិមុនគាត់ធ្វើជាងចេះដីគាត់លួចទៅកពស់រហូតគាត់ដើរធ្វើជាងចេះដីគេឲ្យធ្វើដូចថា20ម៉ែត្រគាត់លេងតែ8 10ម៉ែត្រទៅរហូតហើយគេប្រាប់ថាមិនក៏ទៀតមិនជាងមើលពីក្រោមពីទៀតចឹងហើយឡើងទៅវាស់បានខ្ពស់បកាយចុះបកាយឡើងគាត់លួចចំណេញអាកពស់ហ្នឹងរហូតស្រាប់តែកើតឡើងព្រះហើយ1ម៉ែត្រ2តាគេចាប់តែបវលរហូតញោមមើលណាដូច្នេះហើយមនុស្សទឿមនុស្សខ្លីមនុស្សទៀបខុសខ្នាតមកពីលួចខ្នាតចិត្តដីដែរអ្នកគោរពចិត្តដីអាយុវែងអាយុថ្លៃណាញោមប្តីប្រពន្ធ2នាក់រឿងនេះព្រះមោគលានជួបទេវបុត្រទេវធីតានៅឯឋានសួគ៌ក៏ជួបទៅក៏សួរថាមនីទេវបុត្រទេវធីតាអ្នកឯងមានរូបឆោមលោមពណ៌ប៉ុណ្ណេះអ្នកឯងនៅជាមនុស្សធ្វើបុណ្យអីព្រះអង្គហើយខ្ញុំព្រះអង្គហ្នឹងមិនចង់ប្រាប់សោះព្រោះបុណ្យវាតិចពេកកាលនោះខ្ញុំព្រះអង្គរុកក្នុងព្រៃដើរកាប់ឈើកាប់អស់កាប់វយកមកដូងអង្គស្រាប់តែឃើញចិត្តដីចាស់របស់គេនៅក្នុងព្រៃក៏កាប់ឆ្កាឲ្យស្អាតមិនដឹងជាចិត្តដីណាទេប៉ុន្តែជាកន្លែងគេគោរពបូជាម៉ែគេក៏ដូចម៉ែយើងដែរអញ្ចឹងយើងក៏គោរពកាប់ឆ្កាស្អាតហើយទៅក៏កាប់មែកឈើ1ម៉ែត្រយកមកធ្វើដងតុងយកកម្មាខ្លួនឯងបូជាធ្វើតុងដាក់ចិត្តដីហ្នឹងមកដល់ផ្ទះវិញប្រពន្ធនោះសង្ស័យតែពេលនេះមិនដឹងទៅដេកឯណាទេភ្លេចកម្មាបាត់ហើយឯនេះក៏ប្រាប់ប្រពន្ធថាឯងកុំសង្ស័យដែលកម្មាបាត់ហ្នឹងខ្ញុំដាក់បូជាចិត្តដីគេនៅក្នុងព្រៃហើយខ្ញុំជ្រះថ្លាខ្ញុំបោសសម្អាតកាប់ឆ្កាស្អាតចឹងឯងអនុមោទនាបុណ្យណាប្រពន្ធថាបើអញ្ចឹងខ្ញុំសូមអនុមោទនាបុណ្យជាមួយឯងផងណែបុណ្យតែប៉ុណ្ណឹងលោកម្ចាស់ខ្ញុំព្រះអង្គពីអ្នកប្តីប្រពន្ធធ្វើបុណ្យតែប៉ុណ្ណឹងបានមកកើតទេវបុត្រទេវធីតាសោយសម្បត្តិទឹកហ្នឹងថាយីអស់ចាម្លេះហ្នឹងហើយអានិសង្ឃកន្លែងគេគោរពបូជាបច្ចេកដីនេះក្នុងមិលិនបញ្ហាលោកថាចេតដីគឺជាផ្សារលក់អាយុផ្សារលក់ពណ៌សម្បល់ផ្សារលក់សេចក្តីសុខនិងលក់កម្លាំងហើយយកអីមកទិញថាយកសទ្ធាមកទិញរបៀបម៉េចអ្នកមកបោសអ្នកមកជូតអ្នកមកគោរពនៅនឹងបានអាយុវែងខ្ញុំបើឃើញចិត្តដីគេទៅពួនបត់ដៃបត់ជើងគូយៈធាក់គ្នាអាយុមិនវែងទេទេវតាបារាមុខស្រួមស្រួលកើតឡើងមុខកវិញកវាមដោយក្តាមអញ្ចឹងឯងបើដូច្នេះឃើញកន្លែងគេគោរពយើងមកគោរពយើងមកបូជាទេវតាថែអាសាមនុស្សនេះគឺទៅណាក៏សុខសប្បាយហើយបើមកមិនស្អាតធ្វើឲ្យចិត្តដីគេប្រឡាក់ប្រឡោសទេវតាបារាមុខនាំអាយុខ្លីបានក្នុងមិលិនបញ្ហាថាអ្នកមកបោសមកជូតមកសម្អាតចិត្តដីជាមនុស្សមានអាយុវែងមានសេចក្តីសុខមានពណ៌សម្បល់ល្អនិងមានកម្លាំងអញ្ចឹងផ្សារលក់អាយុវណ្ណៈសុខៈពលៈទៅទិញផ្សារណាក៏អត់មានតែមានតែនឹងចិត្តដីណាខ្ញុំណាអញ្ចឹងបានលោកថាចេតាពាំងបូជាតាប៉ុនតិចចេតយ៉ាងកន្លែងណាគេគោរពគេបូជាគេហៅថាចេតដីបើរាប់ទៅមាន4ធម្មចេតដីពធទេសនាឲ្យតែធរទៅសេដាក់ក្នុងសភៅណាអាវត្តរបស់ព្រះអង្គសភៅនោះក៏ជាចេតដីគួរគោរពតម្កល់នៅបណ្ណាល័យណាកន្លែងនោះក៏គួរគោរពធាតុចេតដីឆ្អឹងរបស់ព្រះពុទ្ធតម្កល់នៅកន្លែងណាគឺយើងគួរគោរពបូជាទាំងអស់ហើយអទេសកៈចេតដីមិនមែនជាព្រះទេជាគំនូជាឈើជាស៊ីម៉ង់ជាឆ្លាក់ធ្វើព្រះហើយគេអធិដ្ឋានថាព្រះយើងគោរពថ្វាយបង្គំបានបរិភោគចេតដីរបស់ដែលព្រះអង្គធ្លាប់ប្រើដូចជាដើមពោធិព្រឹក្សអីក៏យើងក្រាបថ្វាយបង្គំបានព្រះអង្គដាក់តំណាងជំនួសព្រះអង្គអត់ពីព្រះអង្គទៅណានាមកថ្វាយបង្គំដើមពោធិព្រឹក្សក្តីពុទ្ធរូបក្តីប្រធានក្តីបានបនដូចព្រះអង្គគង់នៅដែរចេះចឹងហើយបានជាចេតដីនឹងពីដើមគេកសាងទៅដីខ្សាច់ទេដល់សម័យធម្មមាសោកតាលោកបានប្រមូលធាតុរបស់ព្រះអង្គគ្រប់ទិសទីកន្លែងយកមកកសាងចិត្តដីមានក្បាច់មានក្បូរមានអត្តចឹងទៅស្អាតទៅបានគេឲ្យឈ្មោះបល័យថ្មីមួយទៀតថាអត្តកាតិហិចិត្តតាវាចេតយ៉ាងកន្លែងណាគេរៀបចំក្បាច់ក្បូរដោយអត្តសម្រាប់គោរពបូជានេះឯងគេហៅថាចេតដីដូច្នេះគេធ្វើតម្កល់អធិធាតុព្រះបានបុណ្យយ៉ាងណាតម្កល់អធិធាតុម៉ែឲ្យយើងបានបុណ្យដូចគ្នាណាញោមហើយបើតម្កល់ព្រះនៅនឹងទៀតបានបុណ្យល្អណាស់ចឹងបានមានស្ដេចមួយអង្គឈ្មោះកូណាលៈញោមកើតឡើងមានរូបឆោមលោមពណ៌ស្អាតហើយបានតកូលស្ដេចទៀតមកពីជាតិមុនមានចិត្តដីមួយនោះគេបិទមាសបិទពេជ្រហើយដល់ស្ដេចជំនាន់ក្រោយឡើងមកសោយរាជមិនជ្រះថ្លាទៅក៏វាយគាស់យកមាសពេជ្រចេញប្រជាជនយំស្ដាយចិត្តដីនឹងបរោះម្នាក់ក្មេងនេះរត់ទៅទូលស្ដេចព្រះអង្គហើយខ្ញុំព្រះអង្គសូមជួសជុលចិត្តដីនឹងឡើងវិញសូមព្រះអង្គអនុញ្ញាតហើយស្ដេចនោះមិនសូវជាមានជំនឿផងថាជួសជុលអីជួសទៅស្រាញ់ឯងបរោះម្នាក់ហ្នឹងជួសជុលចិត្តដីគេនឹងស្អាតហើយជាព្រះមួយអង្គយកទៅដាក់ទៅឲ្យប្រជាជនមកគោរពថ្វាយបង្គំរស់ស៊ីមានបានសុខសាន្តសប្បាយដល់ស្លាប់ទៅកើតឋានសួគ៌អស់កាលយូរដល់មកកើតជាមនុស្សនឹងបានជាកុណាលៈកូនរបស់ស្ដេច
ណែជាដាច់ចក្រពតញោមមានរូបឆោមលងពណ៌ល្អបានតកូលខ្ពងខ្ពស់ដោយសារកសាងបច្ចេកដីនិងកសាងព្រះដាក់ចេតិយនឹងផងបានលោកថាអ្នកកសាងចេតិយមហិតនោមានមហិតរិទ្ធច្រើនមហាភោគោមានភោគៈច្រើនមហាបញ្ញាមានបញ្ញាច្រើនហើយមហិតនោហើយមហាភោគោមានទ្រព្យសម្បត្តិច្រើនណាញោមមហាដេជោមមានដេជះឡើងលៀបឡើងយោស័កឡើងតំណែងអញ្ចឹងបានជាចេតិយព្រះសិរីបុត្រនៅក្នុងសកលវិទ្យានិលន្ទាសប្តាហ៍ថ្ងៃសកលវិទ្យាល័យនិលន្ទានៅប្រទេសឥណ្ឌាហ្នឹងថ្ងៃលោកសបុតចូលមើលថ្លៃណាស់ចេតិយហ្នឹងនៅតែមួយកណាត់ទេបាក់អស់ហើយនៅសល់មួយកណាត់ប៉ុន្តែចេតិយហ្នឹងថ្លៃថ្លាណាស់ព្រះសិរីបុត្រទៅនៅពៀនស្រុកលោកហ្នឹងណាហើយគេទៅគោរពបូជាគេកសាងចេតិយលោកហ្នឹងកាលនោះវាមានស្ត្រីម្នាក់ជាមហាសេដ្ឋីមានស្ដុកស្ដំណាស់ដឹងជាតិពីខ្លួនឯងជាតិមុនដើរជាមួយម៉ែទៅឃើញគេកសាងចេតិយហ្នឹងក៏សួរម៉ែថាម៉ែគេធ្វើអីគេម៉ែថាគេកសាងចេតិយកូនហើយធ្វើអីទៅម៉ែកូនហើយគេជឿថាបានបុណ្យបានអានិសង្សច្រើនផុតទុកមិនទៅនរកមិនទៅតែកើតឡើងមានលៀបមានទ្រព្យមានសម្បត្តិណាកូនមែនទេម៉ែមែនណាកូនស្ទាបកម៉ែខ្ញុំចង់យកខ្សែកខ្ញុំទៅចូលធ្វើជាមួយគេម៉ែភ្ញាក់ព្រឹតហាហើយកូនឯងក្មេងប៉ុណ្ណឹងចេះចង់ចូលចេតិយបើកូនឯងចង់ចូលចឹងចូលហើយចឹងឲ្យយកទៅធ្វើស្រាប់តែកូននឹងរស់ស៊ីមានបានសុខសាន្តសប្បាយមកជាតិនឹងស្លាប់ទៅកើតឋានសួគ៌ដល់តែចុះមកវិញនេះបានមកកើតជាតកូលសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដំនៅរាជក្រឹសហ្នឹងញោមស្ដុកស្ដំណាស់ដល់តែគេបានប្តីនោះកូនអ្នកមានទៀតមហាសេដ្ឋីនោះបានទ្រព្យសម្បត្តិពីតកូលនឹងបូកបញ្ចូលគ្នាគាត់រស់នៅមួយជីវិតដោយសុខសាន្តគាត់ដឹងថាមកពីអានិសង្សកសាងចេតិយវិជាតិមុនបានជាតិនេះគាត់ទៅថ្វាយអង្គមបូជាចេតិយព្រះសិរីបុត្រឥឡូវគាត់ស្លាប់ទៅកើតក្នុងឋានសួគ៌ឯនោះលោកថាបើគាត់ចុះត្រឡប់មកមនុស្សវិញទ្រព្យសម្បត្តិគ្មានលេខដាក់ទេណាញោមណានៃអានិសង្សខ្លាំងអញ្ចឹងហើយមានអ្នកខុសមួយដែរមានតាមួយនោះគាត់ឃើញគេហែប្រធានឃើញគេកសាងចេតិយគាត់និយាយថាធ្វើបុណ្យទៅជាមួយអាខ្មោចងាប់ខ្ញុំបានប្រយោជន៍ធ្វើបុណ្យជាមួយមនុស្សរស់បានមានប្រយោជន៍អាចឆ្អឹងហើយអញ្ចឹងទៅធ្វើចំណាយលុយអត់ប្រយោជន៍ធ្វើអីគាត់ថាអញ្ចឹងទៅមានបាក់ពួកគាត់មកក្រុមនិយាយត្រូវជាងគ្នាមែនវិញអាមនុស្សរស់នៅនេះមិនគិតឲ្យស៊ីឲ្យចុកទៅធ្វើបុណ្យជាមួយពួកខ្មោចហ្នឹងបានប្រយោជន៍អីសាច់ឆ្អឹងនោះគាត់ថាអញ្ចឹងទៅគាត់មិនមកធ្វើទេប្រពន្ធគាត់កូនគាត់និងកូនភាសា3នាក់ហ្នឹងទៅហែធាតុព្រះកសាងចេតិយធ្វើបុណ្យគេដល់ទៅពេលស្លាប់រៀងខ្លួនទៅប្រពន្ធទៅកើតឋានសួគ៌ប្តីទៅកើតនរកប្រែតកូននិងកូនភាសាទៅកើតឋានសួគ៌មិត្តភក្តិរបស់តាហ្នឹងទៅកើតនរកប្រែតទាំងអស់ទៅកើតជាប្រែតទាំងអស់ដល់ទៅពេលថ្ងៃមួយនោះពិធីបុណ្យធំញោមមកទេវតាក៏ចុះមកប្រអិនប្រព្រំអីហ្នឹងក៏ចុះមកលោកចង់រត់ឲ្យឃើញគ្នាឲ្យមើលមនុស្សឃើញទេវតាឃើញប្រែតស្រាប់តែតាហ្នឹងកើតជាប្រែតមកឃើញប្រពន្ធប្រពន្ធអញកើតជាទេវតាកូនអញក៏កើតជាទេវបុត្រហើយកូនអញកើតជាទេវតាលូនមកចិត្តជើងព្រះមហាកាសបៈលោកម្ចាស់ហើយខ្ញុំព្រះអង្គខុសធ្ងន់ណាស់កាលនៅជាមនុស្សរិះគន់គេមើលងាយគេឃើញគេធ្វើចេតិយឃើញគេហែប្រធានសម្គាល់ថាគ្មានបានប្រយោជន៍ឥឡូវគេកើតជាមនុស្សលន់ខ្ញុំព្រះអង្គមកកើតជាប្រែតលោកឲ្យខ្ញុំរៀងឲ្យតែខ្ញុំបានកើតជាមនុស្សខ្ញុំលែងមើលងាយគេហើយខ្ញុំជឿគេហើយលោកម្ចាស់មកថ្វាយអង្គមស្ដាយក្រោយយាយចេឥឡូវយើងបានជ្រះថ្លាកសាងឲ្យពេញតួនាទីជាកូនល្អហើយញោមណាបើដូច្នេះហើយបុណ្យកុសលដែលកើតឡើងក្នុងថ្ងៃនេះឧទ្ទិសជូនដល់លោកប៉ាហៈប៊ុនថេងនៅទីកន្លែងណាសូមមកទទួលអត្ថមនុញ្ញផលកុសលពីកូនពីចៅបើឯចំណែកលោកយាយជាម្ដាយរស់រៀនមានជីវិតនៅណាញោមណាបើឥតកំហៀងសូមឲ្យបជននាទីគៀរស់ឲ្យបានជាង120ណាញោមជាមលុបដល់កូនចៅជំងឺមានហើយសូមឲ្យជាឲ្យសុខឲ្យសប្បាយជាមលុបកូនចៅតទៅមេដាបៃតាដូនតាដែលបាក់បែកចែកឋានទៅទាំងអស់ខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000តម្រួតតាទុតិទូតតាលាយលានាំគ្នាមកទទួលកុសលផលបន់សោយសម្បត្តិទៅតាមប្រាថ្នាទាំងញាតិរបស់ម្ចាស់បន់ទាំងញាតិភ្ញៀវកិត្តិយសហ្នឹងមានម៉ែឪដូនតាស្លាប់ទៅក៏សូមឲ្យបានបន់ទាំងអស់គ្នាអ្នកមកជួយតបជួយតែងជួយចាត់ជួយចែងជួយលីជួយសាញ់លើកទុកលើកដាក់លៀងចាន់លៀងឆ្នាំងលៀងប៉ាន់លៀងពេញចិត្តបន្លែផ្លែឈើអាចារ្យអ្នករៀបចំទីនធូបបាយសាច់បរិយមលូស្លាអាសនៈថ្វាយព្រះអង្គតន្ត្រីពិនពិតអនិតកងស្គរត្រូវជបៃខ្មោះខំអ្នកដេញអ្នកដំអ្នកប្រគំអ្នកផ្លុំអ្នកកោតអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នកបើកធុងបាអាសាក់ត្រឹមអត្រាញាក់អន្ត្រានរំត្រំដីទាំងយាយទាំងតាមកចូលចាប់អ្នកផលទៅវិញបាត់ហើយក្តីនៅក្នុងទីនេះក្តីអ្នកផ្ញើបច្ច័យលុយកាក់មកក្តីអ្នកជួយជាសន្តិសុខសម្ដាប់ធ្នាប់ក្តីអ្នកជួយដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសងខ្វល់ខ្វាយក្នុងកម្មវិធីបុណ្យជើងចក្រានជើងឆ្នាំងទាំងអស់សូមឲ្យបានសុខឲ្យបានចម្រើនអាយុវែងសុខភាពល្អប្រាថ្នា